Welcome back ជាមួយនឹង admin OK ម្ដងទៀតហើយគ្នាយើងមកកង្កត់សម្រាប់រឿងថ្មីជាអ្នកថ្មីអ្វីថ្មីមួយទៀតនោះគឺគេទៅបោកហើយនោះទេធំមកហើយគាត់ទៅចូលថាបោករឿងអ្វីហើយតែមិនខ្វល់នោះទេចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅចំពោះភាគ1ហ្នឹងឯងគ្នាយើងហើយសាច់រឿងរបស់យើងដំបូងនឹងចាប់ផ្ដើមឡើងមកហើយទៅកាន់កំពូលភ្នំតកកមួយនិងក៏បានលើសំឡេងមួយដែលបានរូបផងដែរដែលជាតួឯប្រុសរបស់យើងក្នុងរឿងនេះហ្នឹងឯងដែលយើងក៏បានដឹងឈ្មោះរបស់គាត់ផងដែរដែលគាត់គឺមានឈ្មោះថាចាងជីជាងហើយគាត់ក៏បានរៀបរាប់បន្តទៅទៀតហើយដាប៉ែនោះវាក៏បានចង់ពុកមកកាន់ពិភពលោកនៃការដាំដុះអមតៈមួយនេះនិងក៏បានមានគ្រោះថ្នាក់ផងដែរប៉ុន្តែក៏ត្រូវបាននិកាយផ្នែកឋានសួគ៌ជួយសង្គ្រោះនិងក៏បានត្រូវបានគេចាត់ចែងនឹងធ្វើជាប្រតិចាក្នុងបកអញ្ចឹងទៅដែលបានគ្រប់គ្រងទៅលើកំពូលភ្នំមួយនៃនិកាយផ្នែកឋានសួគ៌ហ្នឹងឯងហើយគាត់ក៏បានប្រាប់យើងបន្ថែមផងដែរដែលគាត់ក៏មានប្រព័ន្ធមួយទៀតដែលប្រព័ន្ធហ្នឹងគឺមានសមត្ថភាពពិសេសមួយដែលអាចបង្វិលចាប់រង្វាន់ហ្នឹងជារៀងរាល់ថ្ងៃតែម្ដងទោះបីជាបង្វិលបានរបស់ល្អយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍សម្រាប់គាត់នោះទេដោយសារតែគាត់គ្មានឫសគល់នៃការដាំដុះនោះឡើយហើយកំពីនៃការវឹកហាត់ទាំងអស់នោះគាត់យកមកសម្រាប់ជូតឥដ្ឋនិងធ្វើជាអុសតែប៉ុណ្ណោះគាត់ក៏បានរួមផងដែរថាក៏ពិតជាពិបាកណាស់ណាក្នុងពិភពលោកនៃការដាំដុះមួយនេះបើសិនជាគ្មានឫសគល់នៃការដាំដុះនោះវាប្រៀបបីដូចជាមានប៊ីយ៉ាតែអត់សាច់ក្លែមយ៉ាងអញ្ចឹងបន្តគណៈពេលដែលកំពុងកាត់រសក់ក៏បានលើសំឡេងមួយហៅទៅកាន់គាត់ផងដែរហៅថាអាកាអូននឹងវាក៏បានប្រាប់ផងដែរថាឥឡូវនេះនៃការប្រេឋានសួរគឺបានចរើទៅកាន់សិស្សហើយអាកាឯងនឹងទៅចង់រើទៅកាន់សិស្សមួយពីរដែរឬទេតែឥឡូវនេះដែរគេកំពុងទៅរងចាំទៅកាន់ឯងអាសម្រាមចាប់ទៅឲ្យលឿនព្រាមទៅនឹងអាកូននឹងវាក៏បានក្នុងចិត្តទាំងដៀលផងដែរបើមិនមែនជាមាននៃការចាស់នោះទេប្រកាសណាមនុស្សគ្មានឬក៏ខំញញដូចជាឯងនឹងគ្មានស័ក្តិសមជាមួយនឹងកំពូលភ្នំខ្យល់មួយនេះនោះឡើយនឹងចាញ់ជាងរបស់យើងគាត់ក៏បានគិតទៅហើយរាល់ឆ្នាំដែលខ្ញុំបានចូលរួមនោះពួកគេតែបាក់មុខមកកាន់ខ្ញុំចោះតើឥឡូវនេះខ្ញុំគឺត្រូវបាក់មុខម្ដងទៀតហើយមែនទេប៉ុន្តែគណៈពេលដែលបានកើតប្រព័ន្ធក៏បានលេចចេញមកនិងក៏បានអទៅកាន់លោកម្ចាស់ផងដែរដែលបានបើកទៅកាន់មុខងារទី2នៃប្រព័ន្ធរបស់យើងតែវានឹងគឺបានណែនាំបន្តទៅទៀតហើយអ្នកគឺត្រូវជ្រើសទៅកាន់សិស្សម្នាក់ដើម្បីកម្រិតថាពលរបស់អ្នកបើកឡើងនិងក៏ពឹងផ្អែកទៅលើកូនសិស្សនោះផងដែរប៉ុន្តែសិស្សនោះគឺត្រូវតែជាសិស្សស្រីដែលប្រសិនបើជាកូនសិស្សនោះឡើងចំនួន1កម្រិតនោះក៏គឺត្រូវតែឡើងចំនួន2កម្រិតគឺថាគុណនឹង2នឹងឯងគ្រាន់តែបានលើកនឹងចាស់ជាងក៏បានសាយតែម្ដងអានឹងមិនសមជាប្រព័ន្ធរបស់ឯងដឹងទេតែខ្ញុំក៏មករងចាំទៅកាន់ឯងជាយូរឆ្នាំណាស់មកហើយបើក៏លេខមើលទៅកាន់កូននោះនឹងក៏នៅតែបានឆក់ដៀលនឹងឯងអាការសំណល់ឲ្យទៅអរ៉ាឆ្នាំនេះក៏ពិតជាល្អខ្លាំងណាស់ដែលឯងមិនទៅនោះប៉ុន្តែចាញ់ជារបស់យើងក៏បានក្នុងចិត្តផងដែរឲ្យគេសបោមកផ្លាត់សិនទៅមកទៅមកសិនរបស់យើងក៏កាន់មកដល់កន្លែងជ្រើសទៅកាន់សិស្សតែម្ដងនិងគណៈប្រដៅយើងក៏បានឃើញទៅកាន់ប្រតិចាចំនួន3នាក់ផងដែរដែលប្រតិចាទី1គឺមានឈ្មោះថាយីហ្វេងប្រតិចាទី2គឺជាប្រតិចាហួរនិងប្រតិចាទី3គឺមានឈ្មោះថាជីងឈិនប្រតិចាជីងឈិននឹងក៏បានក៏បានទៅហើយថាក្មេងនោះទៅវាមកដល់ទេគឺសំដៅទៅកាន់ចាងយីជាងរបស់យើងនឹងឯងគណៈប្រដៅប្រតិចាហួរក៏បានលងមកតែម្ដងបើសិនជាកូននោះហ៊ានមកប្រកាសទៀតត្រូវបណ្ដឹងចេញពីនិកាយផ្នែកឋានសួគ៌របស់យើងជាមួយខាងនោះទេនេះពេលនេះប៉ុន្តែយើងបានប្រមាណផងចាងយីជាងក៏បានមកដល់តែម្ដងនិងក៏បាននិយាយហើយសំទោសដែលក៏បានមកយើងគណៈពេលដែលបានឃើញប្រតិចាជីងឈិននឹងក៏បានក៏បានទៀតហើយយ៉ាងម៉េចឯងមករកធ្វើអាម៉ាស់ទៀតហើយមែនដែរទេប្រតិចាហួរក៏បានថារបស់អូននឹងទៀតបាក់មកឲ្យវើយហើយក៏ដូចជាមិនចាំជួយប្អូនប្រតិចាយីហ្វេងរបស់យើងក៏បានប្រកាសអំពីការជ្រើសរើសទៅកាន់គ្រូឬក៏ការធ្វើតេស្តទៅកាន់សិស្សអីចឹងទៅហើយចំពោះនៃការផ្នែកឋានសួគ៌នឹងមានឈ្មោះជាភាសាអង់គ្លេសថាធានយន់ហើយមានអានមិនត្រូវក៏អត់ទៅហើយមានគឺមិនខ្វល់នោះទេនឹងគណៈពនុប្រតិចាជាជាងក៏បានឲ្យកូនបាក់មួយទៅកាន់កូនសិស្សរៀបផងដែរដើម្បីវល់ទៅកាន់កម្រិតនៃធម្មពលនិងចំពោះពណ៌ដែលចេញមកដែលមានពណ៌ក្រហមពណ៌លឿងនិងពណ៌ខៀវអាចទទួលយកទៅកាន់គ្រូបានហើយចំណែកក្រៅពីនឹងទៀតនោះទៅដេកផ្ទះអេស្រែងទៅនិងក៏បានសួរទៅកាន់សិស្សហើយ Are you understand ហើយពួកគេក៏បានឆ្លើយថា Yes I'm okay ហើយពួកគេក៏បានធ្វើការតេស្តទៅកាន់ធម្មពលភ្លាមតែម្ដងនិងពន្លឺជាច្រើនក៏បានបាញ់ចាំងជះទៅលើមេឃអ្នកខ្លះក៏មានពណ៌ដែលគេត្រូវការនិងអ្នកខ្លះទៀតក៏មានពណ៌ដែលអត់ត្រូវការអញ្ចឹងទៅហើយទៅដេកផ្ទះអេស្រែងធម្មតានិងប្រតិចាយជាងគាត់ក៏បាននិយាយទៀតហើយចំពោះសិស្សដែលបានជួបទៅកាន់ការធ្វើតេស្តត្បូងនៅថាពណ៌នោះគឺអាចជ្រើសរើសទៅកាន់គ្រូបានប៉ុន្តែគ្រូម្នាក់គឺអាចរើសទៅកាន់សិស្សតែ9នាក់នោះទេតែប្រកាសណាសិស្សទាំងអស់ក៏ជ្រើសរើសទៅកាន់គ្រូយ៉ាងធម្មតានឹងឯងលើកលែងតែចាញ់ជាងរបស់យើងនោះទេឈួរមើលគេធ្វើមិនដឹងតែម្ដងក៏ព្រោះតាគ្មានសិស្សម្នាក់ណាដែលបែតតៃទៅកាន់ចាញ់ជាងរបស់យើងឡើយព្រោះតែគ្មានកម្រិតនៃការអំដរផងអាណាទៅធ្វើសិស្សមិនទេចំណែកឯប្រតិចាទាំង3ក្បាលរបស់យើងឯវិញគឺបានដៃដេកក្បាលទៅកាន់ចាញ់ជាងរបស់យើងតែម្ដងប៉ុន្តែគណៈពេលនោះក៏មានសិស្សស្រីម្នាក់ដែលចង់យកចាញ់ជាងរបស់យើងធ្វើជាគ្រូរបស់នាងផងដែរហើយចាញ់ជាងរបស់យើងគណៈពេលដែលបានលើក៏បានសួរតែម្ដងអាយុសួរបកប្រែថាតើអ្នកប្រកាសដែរទេហើយនាងក៏បាននិយាយថាក៏ពិតជាប្រកាសខ្លាំងណាស់គ្រាន់តែបានលើសម្ដីចេញពីនាងភ្លាមនឹងគឺថាចាញ់ជាងរបស់យើងចាប់ដែរទៅកាន់កូនស្រីគេតែម្ដងនឹងក៏បាននិយាយហើយតែប៉ុណ្ណេះរកអស់ប្រទះគ្រប់បាយប៉ារ៉ាម៉ាណូតែម្ដងនឹងក៏បាននិយាយទៀតហើយចាប់ហៅខ្ញុំថាលោកគ្រូភ្លាមទៅហើយនាងក៏បានរៀនបន្តិចនឹង
ក៏បានហៅថាលោកគ្រូហើយក៏គាត់តែទទួលសារព្រាមនឹងប្រព័ន្ធរបស់គាត់ក៏បានបើកដំណើរការតែម្ដងដែលរង្វាន់គាត់ទទួលបានពី system នោះគឺមានពីរផងដែរគឺគម្ពីរនៃការវឹកហាត់ល្បីកលនិងគម្ពីរវឹកហាត់នៃការបំផាន់កាយហើយអ្វីដែលអស្ចារ្យមកគួរជឿនោះគឺថាមកបែបវឹកហាត់នោះទេគ្រាន់តែទទួលបានភ្លាមគឺថាចេះផ្លែតែម្ដងហើយមិនបាននិយាយអំពីថាពលរបស់គាត់នោះទេគឺថាឡើងអំពីដក0នឹងក៏ទៅកាន់ 100% ភ្លាមតែម្ដងគឺខ្លាំងអស់លេងនឹងឯងនឹងក៏បានក៏នឹងចិត្តថាខ្ញុំនឹងស្ដាប់ភាពអមាសទាំងអស់មកកាន់ខ្លួនឯងវិញប៉ុន្តែបន្ទាប់ពីទទួលបានសិស្សហើយនឹងព្រះចាហួរក៏បានមកនិយាយតែម្ដងឯក្មេងស្រីតូចដល់ស្រស់សារ៉ាអ្នកគឺបានជ្រើសរើសទៅកាន់គ្រូខោបាត់ទៅហើយអាបែរនេះគ្មានចេះស្អីនោះទេសូម្បីតែរើសកូននៅខាងវិញ្ញាណក៏វាគ្មានដែរហើយនាងដូចចិត្តមកជ្រើសរើសទៅកាន់ប្រតិហៀម្នាក់នេះមកចាំហៀនឹងការពារទៅកាន់អូនឯងហើយប៉ុន្តែចាញ់ជារបស់យើងក៏បានមកនិយាយតែម្ដងលោកឯងនិយាយថាម៉េចមិញនឹងលោកព្រះចាហួរក៏បាននិយាយពលះតែម្ដងឯងនិយាយថាអាកាអាបតលើកមុនគឺគ្រាន់តែជាប្រតិចាការពារទៅកាន់ឯងតែម្ដងដែលជាម្ចាស់និកាយនឹងឯងដែលនេះក៏ជាហេតុផលមួយដែលឯងនៅកម្ពុជាទី6បានប៉ុន្តែយ៉ាងណាមិញឥឡូវនេះបុព្វបុរសចាននឹងគឺចិត្តចូលនិវត្តន៍ទៅហើយអញ្ចឹងឯងក៏គ្មានក្នុងមកឯងទៀតនោះទេប៉ុន្តែចាញ់ជាងក៏បានប្រកបនឹងជាងម្ដងទៀតមកប្រតិចាចាស់ក៏បានចង់អល់ហើយអញគឺចង់និយាយថាអាកាអាបតគ្មានប្រយោជន៍ឯងគឺជាសម្រាប់មួយក្នុងនិកាយផ្នែកឋានសួគ៌មួយនេះប៉ុន្តែចាយជាងក៏បាននិយាយថាការអត់ទ្រាំមើលដែលកំណត់នឹងក៏បានដាក់មើលកំភ្លៀងតែម្ដងដែលបន្ទោបានត្រូវមកកំភ្លៀងហើយប្រជាចាររបស់យើងក៏ដោតលកជាមិនធម្មតាដែរក៏បានស្រុកចូលមកវាប្រហារទៅកាន់ចាងជាងតែម្ដងប៉ុន្តែគឺថាមិនត្រូវទៅកាន់ចាងជាងនោះទេប្រជាចារទាំងពីរក៏បានចិត្តគ្នាហើយថាកម្លាំងមនុស្សគឺពិតជាមិនធម្មតានោះទេនឹងក៏បានឆ្ងល់ថាសម្រាប់អ្នកនេះគឺវាកិច្ចដល់របៀបណាទៅនឹងនេះពេលនោះប្រជាចារហួរក៏បានរੂហើយហើយអ្វីបានជាវាកិច្ចបែបនេះខ្ញុំគូមិនអាចមើលឃើញទៅកាន់វាបាននោះទេនេះពេលអំបញ្ញមិញនឹងចាងជាងគណៈពេលនោះក៏បានសម្រុកមកនឹងក៏បាននិយាយទៀតហើយឥឡូវនេះបញ្ជីចាស់និងបញ្ជីថ្មីទូទាត់នេះពេលឥឡូវនេះទៅនឹងមិនទុកយូរក៏បានលៀងទៅកាន់ប្រតិចាស់មកដៃកដាមុខនេះគឺជាការប្រមាថមកកាន់ខ្ញុំហើយមកដៃទៀតនេះគឺជាការដណ្ដើមទៅកាន់សិស្សរបស់ខ្ញុំហើយចំពោះមើលដល់ចុងក្រោយនេះខ្ញុំនឹងបញ្ជូនអ្នកនឹងទៅកាន់ឋាននរកតែម្ដងឥឡូវក៏បានលៀងទៅកាន់ប្រតិចាស់មកដៃហើយមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ានោះទេហើយចែរបស់យើងនៅវិញក៏បានគិតទៀតហើយតើនេះមិនមែនជាមនុស្សអន់ជាងគេទេមែនដែរទេហើយអ្វីបានជាគាត់ខ្លាំងបែបនេះនាងក៏បានសួរហើយតែវាអាចប៉ះពាល់ទៅដល់ផែនការរបស់យើងដែរឬទេប៉ុន្តែគណៈបនុសត្វចម្លែកនោះក៏តាមួយក៏បានឆ្លើយហើយវាគឺមិនទេវាគឺជាសាច់ក្រកដ៏ល្អមួយរីឯប្រតិចាប្រមាណក្បាលនៅវិញគាត់ក៏បានស្រ័យហើយជួយឲ្យដូចខ្លាំងតាំងពីពេលណាមិនក៏ឯងមិនដែរដឹងសោះអញ្ចឹងប៉ុន្តែគណៈបនុនៅលើមេក៏បានលេខទៅកាន់រ៉េវិតមុនមួយសម្លេងមួយក៏បានមកលើឡើងតែម្ដងឯងគឺហ៊ានសម្លាប់ទៅកាន់ប្រតិចាក្នុងបាក់ផងនេះគឺជាអក្រិតកម្មមួយដ៏ធ្ងន់ធ្ងរមិនអាចលើកលែងទៅកាន់ជីវិតរបស់ឯងបាននោះទេនឹងគណៈបនុរនទាំងមួយក៏បានធ្លាក់ចុះមកបណ្ដាលទៅនោះមានការហើយយ៉ាងខ្លាំងព្រះចាម្នាក់គណៈពេលដែលបានឃើញក៏បាននៅមកដែរថានេះគឺជាការវាប្រហាររបស់ម្ចាស់និកាយដែលគេឲ្យឈ្មោះថាវិជាក្របមេឃនិងព្រះចាយីហ្វេនក៏បានបន្ថែមល្បយហើយយ៉ាឥឡូវនេះដល់កន្លែងល្អមើលហើយតើនេះនឹងយើងក៏បានឃើញមុខទៅកាន់មេនិកាយនឹងហើយដែលគាត់គឺមានឈ្មោះថាជីសៀគណៈពេលនោះក៏បាននិយាយផងដែរយ៉ាងម៉េចទៅបីទៅផ្ទះប៉ុន្តែក៏អាចបំផ្លាញទៅកាន់ជីវិតរបស់ឯងខ្លាចជាភេទដែរមែនដែរទេប៉ុន្តែគណៈពេលនោះចាយជាងក៏បាននិយាយហើយយ៉ាងម៉េចម្ចាស់និកាយតើអ្នកយ៉ាងម៉េចហើយតើអ្នកមានដាក់ស្រួលដែរទេខ្ញុំគឺនៅណែទេយ៉ាងម៉េចក៏អ្នកវាប្រហារទៅកាន់ដីបែបនេះហើយរូបម្ចាស់និកាយក៏បាននិយាយហើយយ៉ាងមិនទៅឯងបានកិច្ចហើយមែនដែរទេដែលគ្រាន់តែបានឃើញបែបនេះព្រាមប្រតិចាទាំងអស់នោះគឺថាភ្ញាក់ផ្អើលតែម្ដងឡើងសភ្នែកអស់ហើយនឹងយើងក៏បានដឹងផងដែរថាប្រព័ន្ធរបស់ចាងជាងរបស់យើងប្រដល់នៅរបឿនមួយដែលគ្មានស្រមោលទៅកាន់ចាងជាងដែលគណៈពេលនោះដែរលោកម្ចាស់និកាយក៏បានជេរទៅកាន់ចាងជាងតែម្ដងអាចចង្រៃយកនៅក្នុងនិកាយផ្នែកឋានសួគ៌ហើយបានជួយសម្លាប់ទៅកាន់គ្នាឯងបែបនេះតើអូនឯងនឹងមិនចាត់ទុកអញនឹងជាម្ចាស់និកាយថ្មីទេមែនដែរទេប៉ុន្តែចាងជាងក៏បានតបយ៉ាងលយខ្ញុំគឺគ្រាន់តែការពេលខ្លួនប៉ុណ្ណោះហើយពួកសិស្សទាំងអស់ក៏បានយល់ស្របនិងក៏បានខិតផ្ទាល់គ្នាចំពោះរឿងមួយនេះផងដែរហើយរឿងនេះក៏បានផ្ដាច់ទៅកាន់ចាងយីជាងរបស់យើងតែម្ដងម្ចាស់និកាយគាត់ក៏បានតបផងដែរមែនទេយើងគ្រាន់មើលទៅកាន់ឯងការពេលខ្លួនហើយបានល្អនិងគាត់ក៏បានប្រកាសផងដែរថាឥឡូវនេះការជ្រើសរើសទៅកាន់សិស្សនឹងគឺបានចប់ទៅហើយនិងសូមម្ចាស់នៃកំពូលភ្នំទាំងអស់នឹងមើលថែសិស្សនឹងអនុវត្តសិស្សនឹងវឹកហាត់ឲ្យបានល្អផងដែលបន្តមកគ្រូទាំងអស់ក៏បាននាំសិស្សនឹងទៅកំពូលភ្នំទាំងម្ដងរួមជាមួយនឹងចាងយីជាងរបស់យើងផងដែរដែលគណៈពេលកំពុងធ្វើដំណើរចាស់របស់យើងក៏បាននិយាយទៀតហើយយ៉ាងណាមិញឥឡូវនេះគោលដៅរបស់យើងគឺជាយីមែនមានអ្វីប្រសិទ្ធមកជានរណាម្នាក់បានដឹងនោះប៉ុន្តែគណៈបណ្ឌុះសត្វនឹងក៏តាមក៏បានឆ្លើយតបតែម្ដងតើអ្នកខ្លាចក្នុងការលួចមែនទេអាបែបនេះគ្មានខ្លាំងអ្វីនោះទេដង្ហើមនៃការដាំដុះរបស់វាគឺបន្តិចបន្តួចតែប៉ុណ្ណោះនឹងវាក៏បានចេញមកហើយមិននិយាយសត្វអ្វីនោះទេហៅថាសត្វតលូនទូន100ទៅដែលវាក៏បាននិយាយទៀតហើយថាពួកគេភាគច្រើនគឺបានប្រើប្រាស់ទៅកម្មវិធីសាស្ត្រសម្ងាត់មួយដើម្បីពង្រឹងនូវការដាំដុះរបស់ពួកគេតែប៉ុណ្ណោះនឹងយើងក៏បានស្គាល់ឈ្មោះទៅកាន់វាដែលវាក៏មានឈ្មោះថាឡៃស៊ូតែហៅសត្វតលូនទូ
ទូនទៅវាសួរស្ដាប់ជាងហើយវាក៏ព្រមទាំងមើងងាយជឿភាពទៅកាន់ទូរបស់យើងផងដែរថាគេគឺគ្មានរបស់អស្ចារ្យអ្វីនោះទេគ្រាន់តែជាការសំណល់តែប៉ុណ្ណោះដែលបន្ទាប់អំពីចាងយីជាងបើទៅកាន់ទ្វារហើយគាត់ក៏បានជន់ទៅកាន់កម្ពីវេទមន្តមួយផងដែរដែលវាក៏បានបញ្ចេញពន្លឺយ៉ាងខ្លាំងក្លាតែម្ដងមកដល់សត្វតលូនទូនឹងចោលលាយទៅហើយនឹងក៏បានរត់ចូលកតាបយ៉ាងលឿនតែម្ដងចាររបស់យើងក៏បានសួរហើយតើឯងមិនអីទេមែនទេអូននឹងវាក៏បានរកផងដែរថាអាវុធទាំងអស់នេះគឺវាពិតជាខ្លាំងក្លាខ្លាំងណាស់ប៉ុន្តែក្រាបលោកចាងចាររបស់យើងក៏ដូចជាគ្មានអាពើអ្វីនោះទេក៏បានហៅនាងមើលអាំងភ្លើងតែម្ដងដោយសារតែវាកំពុងតែត្រជានឹងអាចារ្យរបស់យើងក៏បានមកតាមផងដែរហើយគាត់ក៏បានមកអង្គយើងរដែរក៏បានឲ្យទៅកាន់កាពីវឹកហាត់មួយទៅកាន់នាងតែម្ដងគឺថាភ្លឺឡើងចាំងភ្នែកទៅហើយនាងក៏បានស្រែកតែម្ដងជួយកាពីវឹកហាត់កម្រិតព្រះនឹងអាចារ្យរបស់យើងក៏បានសួរតែម្ដងលោកគ្រូនេះគឺជាកាពីវឹកហាត់កម្រិតព្រះណាស់ហើយបានជាលោកគ្រូជួយទៅដុតបែបនេះប៉ុន្តែយាយជាងក៏បានតបហើយមិនទេវាគឺមានច្រើនណាស់ហើយគ្មានតម្លៃនោះទេសម្រាប់ខ្ញុំនឹងក៏បានឲ្យនាងមើលទៅក្រោយខ្នងរបស់គាត់គឺថាមកកណួរតែម្ដងអាចារ្យរបស់យើងក៏បានគិតទាំងស្លាំងកាំងហើយអ្វីក៏មានអពុទ្ធហេតុបែបនេះច្រើនម្ល៉េះលោកព្រះអើយហើយគាត់គឺចាត់ទុកវាជាសម្រាប់ទៀតផងវាក៏ពិតជាគួរខ្លាចពេកហើយនឹងចាញ់ជាងក៏បានសួរតែម្ដងយ៉ាងម៉េចអ្នកស្ដាយមកទេបើស្ដាយយកវា4 10ទៀតទៅវឹកហាត់ទៅដើមទៅបានលឺចិត្តរបស់យើងក៏ពិតជាសប្បាយចិត្តទៅរើតែម្ដងហើយអាសត្វតលូនទូននឹងចេញមកគឺថាកំណត់ព្រះមែនទៀននឹងចាំងភ្នែកចង់ឲ្យលេគ្នាទៅហើយនឹងវាក៏បានរោផងដែរមិនចំឡាយទេដែលខ្ញុំចូលមកទីនេះគឺវាមានសម្ពាធខ្លាំងនោះនឹងអាចារ្យរបស់យើងក៏ពិតជាសប្បាយចិត្តមែនទៀននឹងក៏បាននិយាយឲ្យគ្រាន់តែបានមើលក៏ខ្ញុំអាចឡើងកម្រិតខ្លះៗផងដែរនឹងគណៈពេលនោះនាងក៏បានដួលតែម្ដងប៉ុន្តែត្រូវបានចាំងជាងមកបីទៅកងទៅការនាងនឹងក៏បានសួរថាតើឯងមិនអីទេមិនទេកូនសិស្សសំណប់អាចារ្យរបស់យើងក៏បានតបហើយលោកគ្រូខ្ញុំគឺបានទំនួលទៅកាន់កម្រិតហើយបន្តមកទីសំរបស់យើងក៏បានបូកទៅកាន់កម្រិតគុណនឹង2នឹងទៅឲ្យចាំងជាងតែម្ដងហើយក៏ដូចជាមិនតាមទៅប៉ុណ្ណោះទេចាំងជាងរបស់យើងក៏អាចទិញទៅកាន់របស់ចេញពី system ផងដែរនឹងគាត់ក៏បាននិយាយទៅកាន់នាងទៀតហើយមិនទេគ្រឹះនៃការវឹកហាត់របស់អ្នកគឺមិនទាន់រឹងមាំនោះឡើយនឹងគាត់ផ្ដល់ទៅកាន់ដាវមួយឲ្យទៅកាន់នាងទៀតផងដែលគ្រាន់តែបានឃើញអាចារ្យរបស់យើងក៏បានដឹងផងដែរថាវាគឺជាដាវវេទមន្តនឹងគាត់ក៏បានឲ្យនាងធ្វើការវឹកហាត់ទៅហើយក្នុងចិត្តរបស់គាត់ក៏បានគិតទៀតហើយយ៉ាយកកូនសិស្សម្នាក់ឡើងមកប៉ុណ្្នឹងហើយចុះបុកខ្ញុំយកកូនសិស្ស100នាក់ទៅយ៉ាងម៉េចដែរឥឡូវនេះគួរតែជ្រើសរើសទៅកាន់សិស្សបន្ថែមទៀតហើយមើលទៅហើយកម្មខាងក្រៅដែរវិញយើងក៏បានឃើញទៅកាន់បរិសុទ្ធដែលកំពុងតែបំលាស់ទីទៅកាន់ដើមឈើមួយទៅកាន់ដើមឈើមួយផងដែរនឹងក៏យើងមិនដឹងថាឈ្មោះអ្វីនោះទេហើយគេក៏បានគិតទៀតហើយព្រះចាសុងក៏បាននិយាយថាដរាបណាខ្ញុំសម្រាប់ទៅកាន់ចាំងយាយជាងខ្ញុំនឹងខ្លាចជាអ្នកគ្រប់គ្រងទៅកាន់កពុភ្នំទី6នេះជាមិនខានឡើយបន្ទាប់បានមកដល់ហើយគេក៏បាននិយាយផងដែរប្រកបណាព្រះចាសុងក៏បានប្រាប់ហើយថាគេគឺមិនខ្លាំងអ្វីនោះទេខ្ញុំនឹងសម្រាប់ទៅកាន់គេយ៉ាងស្រួលតែប៉ុណ្ណោះនឹងក៏ដូចជាមិនចាំយូរវាក៏បានដកដាវហើយសម្រុកទៅតែម្ដងថ្ងៃនេះខ្ញុំនឹងសម្រាប់ទៅកាន់ឯងប៉ុន្តែគណៈប្រដាដើមឈើជាច្រើនក៏បានមកចាប់ទៅកាន់វាតែម្ដងវៃទៅកាន់គូតែម្ដងវាក៏បានឆ្ងល់ហើយតើនេះគឺជាដើមឈើពិសិដ្ឋមែនដែរឬទេដែលចាំងជាងរបស់យើងក៏ពិតជាឆ្ងល់មកទៀតក្នុងក្រៅក៏មានរឿងអ្វីកើតឡើងទៅនឹងក៏បានចេញទៅមើលឃើញទៅកាន់អូនរបស់យើងក៏បានសុំទោសហើយតែគាត់គឺបានធ្វើខុសចឹងទៅនឹងមើលទៅដើមឈើនោះក៏នៅតែបានវៃទៅកាន់អូននឹងឯងដើមតោវាដើមឈើបានប្លែនទៅកាន់វាហើយចាំងជាងក៏បានសួរហើយតែមិនអីទេមិនទេសុខសប្បាយទេអីនឹងអូននឹងក៏បានសួរហើយតែឯងគឺជានរណាគេទៅចាំងជាងក៏បានតបហើយឯងមកដល់កំពូលភ្នំរបស់ខ្ញុំហើយក៏បានសួរទៅខ្ញុំជានរណាគេតែឯងភ្លើទេមែនទេដើមតោបាននៅចាំងជាងភ្លាមអូននឹងក៏បានថយក្រោយបន្តិចតែម្ដងនឹងក៏បានគិតថាយើងនឹងជន់ឯងដូចជាស្រមោចយ៉ាងអញ្ចឹងនឹងក៏បានលើកជើងជន់ទៅកាន់ចាំងជាងតែម្ដងហើយគណៈពេលនោះដែរអាចារ្យរបស់យើងនាងក៏បានមកដល់តែម្ដងនឹងក៏បានស្រែចោលមកពីណានឹងក៏បានដាក់ទៅកាន់អាប៉ែនឹងម្ដៅតែម្ដងប៉ុន្តែម្ដៅនឹងគឺថាបាត់មកឈឹងនឹងឯងបាននិយាយពីធម្មពលគឺថាមិនបាច់ថ្លៃតែម្ដងហើយមកទៅអាប៉ែនឹងគឺថាដេកសានបាត់ទៅហើយនាងក៏បាននិយាយហើយខ្ញុំក៏មិនអាចគ្រប់គ្រងទៅកាន់វាបាននោះទេអាចារ្យជាងក៏បានដល់តែមើលទៅកាន់អាប៉ែនឹងផងដែរប៉ុន្តែវាក៏បានងប់បាត់ទៅហើយទៅមកអាចារ្យរបស់យើងក៏បាននិយាយទៀតហើយលោកគ្រូមើលមកទៅកាន់អូននេះទៅគឺដូចជាប្រហែលល្មិចទេដូចជាកូនប្រុសរបស់ជាងសៀនៅក្នុងទីក្រុងសមុទ្រក្រហមប៉ុន្តែអាចារ្យជាងមិនទៅបានតបផងគណៈពលរដ្ឋsystemក៏បានលេចឡើងមកទៀតហើយថាមានបេក្ខជនម្នាក់ដែលគាត់ក៏បានជ្រើសរើសហើយនៅក្នុងទីក្រុងសមុទ្រក្រហមបន្ទាប់បានដឹងថាជ្រើសរើសទៅកាន់សិស្សហើយចាញ់អាចារ្យរបស់យើងក៏បានធ្វើដំណើរទៅតែម្ដងទៅអាចារ្យរបស់យើងនៅតែឯងនឹងឯងអាចារ្យរបស់យើងក្រាបពេលនោះគឺបានដៃហើយជាមួយនឹងបិសាចតលូនទូនហើយបន្ទាប់បានធ្វើដំណើររយៈពេល80ម៉ោងនឹងចាញ់អាចារ្យក៏បានធ្វើដំណើរមកដល់ទីក្រុងនោះហើយគណៈប្រដាយើងក៏បានឃើញទៅកាន់ក្មេងស្រីម្នាក់ដែលកំពុងតែរងការវាយប្រហារនឹងឯងហើយគណៈប្រដាបរមអ្នកនោះក៏បានស្រែកហើយឯងក៏មិនស័ក្តិសមនៅក្នុងគ្រួសារមួយនេះនោះទេឯងគឺត្រូវតែស្លាប់និងក៏បានស្រុកចូលទៅតែម្ដងបន្ទាប់វាត្រូវការវាយប្រហារហើយបណ្ដាអាចារ្យរបស់យើងគឺទៀត80ម៉ែត្រនឹងឯងនេះពេលនោះយើងក៏បានឃើញទៅការបរោះក៏បានទៅងោម្នាក់ជួនទៅកាន់នាងនឹងក៏បាននិយាយហើយឈប់ទប់ទល់ទៀតទៅចាណាមិញព្រះជាបុត្ររបស់បុព្វបុរសវាមិនសំខាន់ថាតើអ្នកមានទេពកោសល្យប៉ុណ្ណានោះទេយ៉ាងណាមិញដើម្បីផលប្រយោជន៍នៃគ្រួសារទាំងមូលនោះឯងមកផ្លាញ់ទៅកាន់ដំធានរបស់ខ្លួនឯងទៅនឹងគណៈព្រះយើងក៏បានឃើញទៅកាន់ព្រះចាយីហ្វេកនោះគេនោះផងដែរនឹងអាប៉ែនក៏បានប្រាប់ទៀតហើយឲ្យចាក់ចែងអំពីគ្រួសារជាងនឹងអាចារ្យរបស់យើងក៏បានតបហើយយ៉ាងណាមិញចឹងធានក៏បានលួចទៅកាន់ដំធានរបស់ខ្ញុំតើឯងខ្វាក់ភ្នែកដែរមែនដែរទេគណៈពេលដែលបានលើព្រឹត្តិការណ៍ទាំងអស់ក៏បានដេកក៏បានតែម្ដងឯងក៏ពិតជាក្លាហានមែនទែនហៅទៅកាន់ព្រះនាមរបស់ព្រះរាជបុត្រផងនឹងព្រឹត្តិការណ៍យីហ្វេកក៏បានមកថារបស់ផងដែរមែនទេកំតិចទៅកាន់ដំធានរបស់នាងព្រាមទៅនឹងក៏បាន
ពួកគេរៀបក្បួនផងដែរដើម្បីកំទេចទៅកាន់នាងនឹងឯងប៉ុន្តែក៏ដូចជាបានតន់ធ្វើឲ្យផងបរំនេះក៏បានមកឈប់ទៅកាន់គេអ្នកទាំងអស់គ្នានៅក្រោមក៏បានស្រ័យហើយតែឯងក៏ជាណាក៏ទៅហ៊ានមករឿងទៅកាន់ផែនការរបស់គ្រួសារជាងផងនឹងប៉ែនឹងវាក៏បានតបថាខ្ញុំគឺមកអំពីសំណាក់បាក់ផ្គររន្ទះហើយពួកគេក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះថាបាក់នេះមិនធម្មតានោះទេវាក៏បានចុះមកព្រមទាំងនិយាយទៀតហើយកូនអុកចុងក្រោយតើអ្នកចង់ស្គាល់អំពីអត្តសញ្ញាណរបស់ខ្ញុំដែរឬទេនឹងយើងក៏បានឲ្យឈ្មោះទៅកាន់ប៉ែនឹងផងដែរដែលវាក៏មានឈ្មោះថាលៃកុងស៊ីហើយប៉ែគាត់ទាំងអស់ក៏បាននិយាយទៀតហើយខ្ញុំមិនដឹងថាលៃកុងស៊ីលោកឯងគឺមានបញ្ហាអ្វីនោះទេប៉ុន្តែប៉ែនោះវាមិនបានខ្វល់នោះទេវាក៏បាននិយាយហើយខ្ញុំគឺចង់ទិញទៅកាន់នាងតើនាងមានតម្លៃប្រមាណដែរខ្ញុំក៏ពិតជាស្ដាយទៅកាន់សាច់ដ៏ស្រស់ស្អាតរបស់នាងខ្លាំងណាស់ប៉ុន្តែខ្ញុំក៏សូមជម្រាបទៅកាន់ឯងសិនប៉ែនេះមកទិញនៅថោកទៀតវិញព្រលឹមក៏បានទាំងអស់គណៈពេលដែលបានលឺក៏បាននិយាយតែម្ដងបន្ទាប់ពីបានលឺលៃកុងស៊ីនិយាយបែបនេះហើយខ្ញុំមិននឹងអាចបដិសេធបានទៅព្រលឹមក៏បានទាំងអស់ក៏បានគិតនឹងចិត្តផងដែរប៉ែម្នាក់នឹងវាគឺជាបុត្រាបរិសុទ្ធម្នាក់ដែលយល់ដឹងអំពីអំណាចអរូបីនិងក៏នៅក្រោមការការពាររបស់បព្វកតរន្ទះផងដែរបើសិនមកជាគេយកនាងទៅនោះប្រកាសណាគ្រួសារជាងរបស់ខ្ញុំនឹងអាចគ្រប់គ្រងទៅកាន់ទីក្រុងសមុទ្រក្រហមនេះបានយ៉ាងងាយស្រួលប៉ុន្តែអាចារ្យរបស់យើងក៏បានតមកតែម្ដងអាចចង្រៃយកតងោលខ្ញុំមិនឲ្យអ្វីនោះទេទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយមិនឲ្យឯងទទួលបានផលប្រយោជន៍ដែរប៉ុន្តែគេក៏បានប្រោសនាងច្បាត់មកលឿនទៅហើយដើរតាមទៅកាន់លោកលីកុងស៊ីត្រឡប់ទៅកាន់បព្វកតលន់វិញនេះគឺជាអ្វីមួយដែលឯងអាចជួយទៅកាន់គ្រួសារជាងរបស់យើងបានប៉ុន្តែអាចារ្យរបស់យើងឆ្លៀតការនៅពេលនោះក៏ចង់រត់ផងដែរប៉ុន្តែក៏ត្រូវបានអបលីកុងស៊ីនឹងវាយឲ្យនាងមានរបួសទៀតផងនិងនាងក៏ត្រូវបានដួលនៅមុខចាញ់ជាងនឹងឯងគាត់ក៏បានគិតទៅហើយតោះនេះគឺជាសិស្សដែលប្រព័ន្ធមករើសឲ្យយើងមែនទេវាក៏ពិតជាអាក្រក់បន្តិចនិងក៏បានទៅលើកទៅកាន់នាងតែម្ដងគណៈពេលនោះដែរអបលីកុងស៊ីនឹងក៏បាននិយាយទៀតហើយឲ្យនាងទៅណាក៏ទៅប៉ុន្តែយ៉ាងណាមិញថាពលរន្ទះនៅក្នុងខ្លួនរបស់នាងនឹងឆាប់ឲ្យវាមកកាន់ខ្ញុំពេលមកចាញ់ជាងក៏ដូចជាបានខ្វល់នោះទេនិងក៏បានសួរឈ្មោះទៅកាន់ក្មេងស្រីម្នាក់តែម្ដងដែលនាងក៏បានប្រាប់ថានាងគឺមានឈ្មោះថាជាងយ៉ាយនគាត់ក៏បានអសរថាឈ្មោះនេះក៏ពិតជាពិរោះខ្លាំងណាស់និងក៏បានសួរថានាងចង់រត់ដែរទេនាងក៏បានចោទថាពិតមែនហើយបន្ទាប់បានលឺហើយចាញ់ជាងក៏បាននាងយកគាត់ធ្វើជាគ្រូរបស់នាងតែម្ដងអាចារ្យរបស់យើងក៏ដូចជាមិនចាំយូរដែរនាងក៏បាននិយាយហើយខ្ញុំយ៉ាយនសូមគោរពទៅកាន់លោកគ្រូគណៈប្រដាប្រជាក្បាលទាំងអស់ក៏បានដេកក្បាលតែម្ដងក្មេងស្គប់អ្នកនេះទៅវាមកពីណាទៅហើយបានទៅឈួតគុតបំនេះមកស្ដាប់សម្ដីទៅកាន់លោកលីសោះអញ្ចឹងហើយគណៈពេលនោះប្រជាយីហ្វេងក៏បានលោកមកតែម្ដងលោកលីកុងស៊ីខ្ញុំក៏បានស្គាល់បែបហ្នឹងគឺមានឈ្មោះថាចាញ់យីជាងដែលមកពីនិកាយផ្នែកឋានសួគ៌វាគឺគ្មានឬកូលខាងវិញ្ញាណអ្វីនោះទេគ្រាន់តែជាការសំណល់តែប៉ុណ្ណោះបន្ទាប់ពីបានលើវាក៏បានលួចសាច់នឹងចិត្តបន្តិចផងដែរហើយប្រជាដែលមានសក់បន្តិចហ្នឹងគាត់ក៏បាននិយាយទៀតហើយលីកុងស៊ីមិនបាច់ចាំអ្នករំខាននោះទេទៅខ្ញុំជាអ្នកចាត់ការទៅកាន់ណាក្មេងមិនដឹងអីនេះទៅខ្ញុំនឹងបំផ្លាញអ្វីក៏ដោយឲ្យទៅរឿយៗមកកាន់គ្រួសារជាងរបស់ខ្ញុំនឹងក៏បានសម្រុកចូលទៅតែម្ដងនឹងអាចារ្យរបស់យើងក៏បាននិយាយផងដែរលោកគ្រូយ៉ាងណាមកខ្ញុំគឺអាចប្រើប្រាស់បានអំណាចក៏លំម្ដងទៀតតែយើងទៅជាមួយគ្នាបានដែរទេប៉ុន្តែប្រជាមិនសូវមានសក់របស់យើងគឺនៅតែបានបោះសម្ដីលយនឹងឯងអាចចង្រៃយកទៅបើជាម្ចាស់នៃកាយមកជួយទៅកាន់ឯងក៏ឯងមិនអាចរួចខ្លួនបានដែរនឹងក៏ព្រមទាំងវាប្រហារចូលទៅជាមួយនឹងបាតដៃដ៏ធំមួយអាចារ្យរបស់យើងនាងក៏បាននឹងផងដែរថានេះគឺជាបាតដៃក្បាច់គុណពិសេសរបស់គ្រូសាជាងចាំងយីជាងក៏បានតទៅវិញហើយមិនទេចាំមើលបាតដៃរបស់លោកគ្រូវិញទៅនឹងក៏បានវាប្រហារទៅជាមួយនឹងបាតដៃពណ៌ស្វាយមួយផងដែរហើយបន្ទាប់បានប៉ះគ្នាហើយបាតដៃនោះក៏បានទៅសម្លាប់ទៅកាន់ប្រជាមិនសូវមានសក់នឹងតែម្ដងនឹងក៏បានមកដល់ឲ្យប្រជានោះគឺថាលីកសល់តែម្ដងសល់តែឈាមខ្ទៀតនឹងឯងនឹងចាញ់យីជាងក៏បាននិយាយឌឺផងដែរចាំបាច់ម្ចាស់នៃកាយស្អីសូម្បីតែខ្ញុំក៏អាចទទួលបានផងដែរចាយ៉ាយនគណៈពេលដែលមកឃើញក៏បានសល់តែម្ដងតែលោកគ្រូក៏ពិតជាខ្លាំងអ្នកនៅទីនោះក៏បាននិយាយផងដែរតើនេះគឺជាការសំណល់ដែលលើគេនិយាយនឹងមែនទេការកាត់វាដូចជាការពិតប៉ុន្តែវាខុសពីការប៉ានស្មានមែនគណៈពេលនោះប៉លីកុងស៊ីវាក៏បាននិយាយតែម្ដងហើយបងប្រុសយ៉ាងណាមិនក្បាច់រន្ទះមកខ្ញុំគឺអ្នកបង្កើតហើយខ្ញុំក៏ជាសិស្សម្នាក់នៅក្នុងនិកាយបកលន់ផងដែរចាងយីជាគណៈពេលដែលបានលើយ៉ាងមិនឯហៅខ្ញុំថាបងប្រុសមែនទេខ្ញុំចង់នឹងថាធម្មពលរបស់ឯងហ្នឹងគឺវាខ្លាំងយ៉ាងម៉េចទៅហើយគណៈពេលដែលបានលើអប៉ហ្នឹងក៏ពិតជាខ្លាំងមែនទែននិងក៏បានប្រថាពលរន្ទះរបស់វាប្រហារទៅកាន់ចាងយីជាងហើយដែលធ្វើឲ្យចាងយីចិត្តរបស់យើងត្រូវបង្ខំចិត្តកិច្ចនិងក៏បានខ្ទេចផ្ទះមួយផងដែរអប៉ហ្នឹងវាក៏បាននិយាយយ៉ាងលយតែម្ដងយ៉ាងមិនវាគ្រាន់តែជារឿងដ៏កំប្លែងមួយប៉ុណ្ណោះហើយពួកចោចាំទីនោះក៏រំលឹកដល់សោទៀតហើយថាធម្មពលរន្ទះនេះក៏ពិតជាមិនធម្មតាទេអូននោះប្រកាសជាមិនសល់ឆ្អឹងនោះទេប៉ុន្តែនេះពេលនោះដែរចាញ់យីជាងរបស់យើងក៏បានចូលវិញមកដែរនិងក៏បាននិយាយទៀតហើយដល់ណាថាខ្ញុំស្លាប់ទៅបន្ទាប់បានឃើញពួកចោចាំក៏ពិតជាមានការញាក់ប៉ាខ្លាំងណាស់ដែលគេនៅរស់អញ្ចឹងគណៈពេលនោះដែរអប៉ឡៃនឹងវាក៏បាននិយាយទៀតហើយឯកុំតន់ក៏អឺក៏តន់ពេកអីខ្ញុំមិននឹងគឺគ្រាន់តែមើលស្រាលទៅកាន់ឯងប៉ុណ្ណោះនឹងចាញ់យីជាងរបស់យើងក៏ប្រាប់ឲ្យចែកយ៉ាយន់របស់យើងនៅគិភ្លាមទៅគាត់ជាអ្នកចាត់ការទៅកាន់មួយនេះហើយអប៉ឡៃក៏ដូចជាមិនបានមកអង្គអ្វីឡើយវាក៏បានមកឆ្នាំពលរន្ទះចាប់ខ្លួនវិញយ៉ាងច្រើនតែម្ដងនិងក៏បាននិយាយថាប្រុងប្រយ័ត្នផងអប៉ហើយលើនេះដែរខ្ញុំប្រាប់ទៅកាន់ថាពលរបស់ខ្ញុំចំនួន50%និងក៏បានសរុបចូលមកតែម្ដងឲ្យចាប់ស្លាប់ភ្លាមទៅប៉ុន្តែក៏ដូចជាមិនទាន់បានធ្វើអ្វីផងចាញ់យីជាងរបស់យើងក៏បានវាប្រហារទៅកាន់អប៉ហ្នឹងដល់លបឿនមួយយ៉ាងលឿនមើលមិនទាន់នោះទេធ្វើអប៉ហ្នឹងក៏ពិតជាមិនមាន
ការអស់ចិត្តឡើយមុននឹងវាស្លាប់នឹងឯងដែលបន្ទាប់ពីចាត់ការទៅកាន់អូននឹងហើយក៏បានដេកក្បាលផងដែរឯងក៏ពិតជាកាខាងណាវាក៏ពិតជាមានការអៀនខ្មាស់ខ្លាំងមែនទែននឹងក៏បានហៅទៅកាន់អាចារ្យយាយវត្តរបស់យើងធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ទៅទោះបីជាជាងធ្វើដំណើរទៅបាត់នឹងពួកចោចាំក៏ដូចជាមិនទាន់អស់ចិត្តនោះទេចំពោះរឿងពីរចាំរាមដែលវាមិនពិតនោះហើយសេរីរបស់យើងក៏កลับមកដល់កន្លែងចាញ់ជាងនេះវិញក៏បានធ្វើដំណើរមកដល់ផ្ទះផងដែរនឹងក៏បានប្រាប់ហើយនេះគឺជាផ្ទះរបស់លោកគ្រូហើយនឹងក៏បានហៅទៅកាន់ក្មេងស្រីតូចចាឆាប់បើកទ្វារព្រមទៅខ្ញុំគឺមកវិញហើយចារបស់យើងគណៈពេលនោះក៏បានចេញមកដល់ថាមិនលោកគ្រូបានសោះថ្មីហើយមែនទេប៉ុន្តែចារបស់យើងក៏សង្កល់ឃើញថាមានអ្វីផ្លាស់ប្ដូរចារបស់យើងក៏បានសួរថាផ្លាស់ប្ដូរអ្វីទៅប៉ុន្តែមើលទៅកាន់ទីនោះក៏ថាបាត់ចំនួនសភៅអស់ទៅហើយក៏ពីក្បាច់គុណនឹងឯងប៉ុន្តែចារបស់យើងក៏បានតបថានាងគឺមិនដឹងអ្វីនោះទេគណៈពេលដែលសភៅមួយក៏បានធ្លាក់ចេញពីខ្លួនរបស់នាងតែម្ដងហើយឥឡូវនេះទោះបីជាកុហកមិនសមទៀតដែរហើយចារបស់យើងក៏បានតបឲ្យលោកគ្រូកុំយល់ច្រឡំអីខ្ញុំគ្រាន់តែយកវាធ្វើការសម្អាតបន្តិចបន្តួចប៉ុណ្ណោះហើយចារបស់យើងក៏ដូចជាមិនសូវដែរក៏បានជាថាអីទេវាគឺសមត្ថផលឡើងណាស់នឹងក៏បានយកសភៅមួយឲ្យទៅកាន់សាថ្មីតែម្ដងនឹងក៏បាននាងឆាប់យកវាទៅធ្វើការវឹកហាត់ព្រាមទៅចារបស់យើងគណៈពេលបានឃើញនាងក៏បានដឹងផងដែរថាវាគឺជាបច្ចេកទេសវេទមន្តហើយចារបស់យើងនាងក៏បានឆ្លើយមកនោះទេវាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះខ្ញុំមុនដំបូងក៏ដូចជាអ្នកដែរហើយចាងក៏បានប្រាប់ឲ្យនាងនឹងឆាប់យកវាទៅវឹកហាត់ឲ្យស្រួលបួលទៅហើយនាងទៅបានទទួលហើយក៏បានអរគុណទៅកាន់លោកគ្រូនិងក៏សើថាគាត់ក៏ពិតជាសង្ហាខ្លាំងណាស់ហើយចាងរបស់យើងក៏បាននិយាយហើយនាងក៏ពិតជាពូកែកំ ប្លែកមែននឹងមកទៅមកស្រីរបស់យើងក៏កាន់មកដល់កន្លែងប្រជុំក្នុងប៉ែនេះវិញឃើញទៅកាន់យាយសៀក៏ពិតជាមានការញាក់បើខ្លាំងមែនទែននឹងក៏បានសួរហើយតែមិនចាំងយើងសម្រាប់ទៅការមនុស្សម្នាក់ក្នុងនីកាយប្រកបរន្ទះមែនទេហើយប្រកបណារឿងនេះគឺរាយការណ៍ទៅដល់ប្រតិចាយីហ្វេងហ្នឹងឯងហើយមេប៉ារបស់យើងដែលជាយាយសៀក៏បានគិតត្រើយថាមិនតើចាំងយីជាងអាចនឹងធ្វើការធ្លាក់ពុតដែរឬទេតើគេរកដងនឹងគេគឺបានសម្ដែងមែនដែរឬទេប្រតិចាយីហ្វេងនោះក៏បាននិយាយទៀតហើយទោះបីជាយ៉ាងណាក៏ដោយអបិម្នាក់នោះគឺវាសិស្សរបស់នីកាយប្រកបលន់ដែលគេគឺបានស្លាប់អំនេះប្រកបណាស់ម្ចាស់នីកាយប្រកបជាមិនលើកលែងទៅកាន់ពួកយើងនោះទេគណៈពេលដែលបានលើលោកមេប៉ាយាយសៀរបស់យើងក៏បាននិយាយទៀតហើយប្រសិនបើជារឿងនេះកើតឡើងនោះយើងក៏ត្រូវតែការពារទៅកាន់ចាំងយីជាងអស់ពីសមត្ថភាពក៏ពីព្រោះថាចាំងយីជាងហ្នឹងគេគឺជាអ្នកផលិតថ្នាំឲ្យមកកាន់នីកាយរបស់យើងនេះវាក៏ពិតជាមានការប្រសើរខ្លាំងណាស់បើគេសមាជិកបានប្រើទៅកាន់នីកាយផ្នែកឋានសួគ៌របស់យើងដែលរឿងនេះប្រកបណាស់នីកាយផ្នែកឋានសួគ៌នឹងក្លាយជានីកាយមួយដ៏កម្ពស់ម្ដងទៀតហើយប្រតិចាទាំងអស់ក៏បានយល់ស្របចំពោះរឿងនេះផងដែរប៉ុន្តែគណៈពេលនោះក៏បានលើសំឡេងតាចាំដែលបានស្រែកហើយយាយសៀចាប់ចេញមកព្រាមមកហើយមិនចាំយូរពួកគេក៏បានដំណើរចាចេញទៅខាងក្រៅតែម្ដងនឹងកម្មដល់ខាងក្រៅនៅវិញក៏បានឃើញទៅកាន់លោកតាចំណាស់ម្នាក់នឹងគាត់ក៏បាននិយាយទៀតហើយមនុស្សក្នុងបកនិកាយផ្នែកឋានសួគ៌របស់ឯងបានសម្លាប់ទៅកាន់និកាយផ្គរលួនរបស់យើងដែលជាសិស្សស្លូតត្រង់ម្នាក់អូនេះក៏របស់ឯងនឹងមកចូលទៅកាន់ផ្លូវវឹកហាត់របស់អរិយហើយមើលទៅទេតើឯណាទៅសេចក្តីថ្លៃថ្នូរនៃអ្នកប្រយុទ្ធនោះហើយលោកមេប៉ាដែលជាយាយសៀមិនទៅបានឃើញហើយគាត់ក៏បានដឹងផងដែរថាតាចំណាស់ម្នាក់នឹងគឺជាអេដឺម្នាក់ក្នុងបកផ្គរលួនដែលគាត់គេមានឈ្មោះថា Deadwood និងយាយសៀក៏បាននិយាយទៀតហើយយ៉ាលោកប្រតិចាអេដឺ Deadwood ខ្ញុំក៏ទៅបានលើអំពីរឿងនេះដែរនោះទេនឹងសូមឲ្យលោកម្ចាស់មានការស្កប់ស្កាត់បន្តិចទៅនឹងចូលទៅប្រជុំគ្នាក្នុងសាលប្រជុំនិងលោកយាយសៀក៏បាននិយាយទៅវិញទៀតហើយយ៉ាងណាមិញនោះនេះការផ្នែកតាមសួររបស់ខ្ញុំនឹងផ្ដោតសំណងឲ្យទៅកាន់បកផ្គរលួនរបស់អ្នកតែមើលទៅកាន់ Elder Deadwood របស់យើងក៏ដូចជាមិនចូលព្រមនោះទេនិងគាត់ក៏បាននិយាយទៀតហើយរយៈពេលកន្លះម៉ោងមកខាងក្បាលរបស់អបិចាំងយីជាងនោះទេខ្ញុំនឹងមិនត្រឡប់ទៅវិញឡើយប្រតិចាប្រចាំបកយាយសៀក៏បានគិតទៀតហើយយ៉ាងណាមិញគេក៏ដូចជាមកនេះក្នុងចេតនានៃការសម្លាប់មិនអាចឲ្យពួកគេសម្រេចបាននោះទេនិងក៏បានបើកទៅកាន់ថងរបស់គាត់នឹងក៏បាននិយាយផងដែរខ្ញុំគឺរឿងចំពោះរឿងមួយនេះគេជាមនុស្សម្នាក់ក្នុងនិកាយរបស់ខ្ញុំមិនមែនជាទំនិញទិញដូរ The Pre Delivery ទៅកាន់អ្នកនោះឡើយគណៈពេលនោះដែរប្រតិចា Elder Deadwood នឹងក៏បាននិយាយទៀតហើយបើសិនបើជាឯងមិនឲ្យនោះទេឯងក៏សាកល្បងអំពីថងពលរបស់ខ្ញុំភ្លាមទៅនឹងក៏បានបើកការវាប្រហារទៅតែម្ដងដែលវាប្រហារទៅជាមួយនឹងថងពលដ៏ក្របចិនតើមកដាក់ឲ្យរកប្រតិចាយាយសៀរបស់យើងមកខំចិត្តត្រូវតែទប់ទល់នឹងឯងនឹងថងពលនោះក៏ដូចជាខ្លាំងមកទៀតដែលបំទូចំហាយថងពលដល់ទៅកាន់ចាំងយាយជាងផងដែរនឹងក៏បានធ្វើដំណើរទៅភ្លាមតែម្ដងក៏លេចមកមើលលំមើលបាក់យាយសៀនេះវិញក៏ដូចជាទប់ទល់មិនជាប់នោះទេខ្ទេមខាងក្រោយបាត់ទៅហើយក៏ព្រមទាំងរអ៊ូថាបរិយាចំណាននេះក៏ដូចជាមិនធម្មតានោះទេខ្ញុំគឺខ្លាចថាមិនអាចទប់ទល់ជាមួយនឹងគាត់បានប្រតិចាដៀតវូដរបស់យើងក៏បានបកសំដីតែម្ដងមើលចៅក្មេងមកដើមមិនជាចាស់ពីដើមនោះទេហើយក៏បាននិយាយទៀតថាខ្ញុំដល់ឱកាសនៅជាលើកចុងក្រោយចាប់ហៅទៅកាន់ណាប៉ែនោះចេញមកប្រសិនបើជាមិនដូច្នោះទេនេះកាយមួយនេះខ្ញុំនឹងបំផ្លាញទៅកាន់វាហើយប្រតិចាយាយហ្វេងនៅវិញក៏បានប្រាប់ទៅកាន់លោកបាក់យាយសៀហើយចាប់ផ្ដោតទៅកាន់បច្ចាយជាងទៅកាន់គប់ព្រាមទៅដើម្បីការពារទៅកាន់និកាយរបស់យើងនេះពេលរដាចាំងជាងក៏បានមកដល់ផងដែរនឹងក៏បាននិយាយហើយបរិយាចំណាស់តើឯងកំពុងតែស្វែងរកមកកាន់ខ្ញុំមែនដែរទេដែលទៅបានចុះមកក្នុងប្រតិចាដៀតវូក៏បាននិយាយទៀតហើយថាមិននៅគ្រប់គ្រងទៅកាន់កំពស់ក្នុងខ្យល់គឺជាក្មេងប្រុសតូចម្នាក់មែនទេហើយពិតជាមិនមើលកម្ពស់មិនមើលគីឡូមែននឹងក៏បានវាប្រហារទៅកាន់ចាំងជាងតែម្ដងចាំងជារបស់យើងគណៈពេលបានឃើញក៏បានរសារផងដែរថាវាក៏ពិតជាអំណាចដែលមិនធម្មតាមែននេះពេលនោះដែរយើងក៏បានឃើញផងដែរថាថងពូននោះត្រូវទៅកាន់ចាំងជាងហ្នឹងឡើងខ្ទប់ជាងទៅហើយប្រតិចាដៀតវូក៏បានបោះសម្ដីយ៉ាងឌឺទៀតហើយយ៉ាងមិនឯងមានរត់ភាពទៅប៉ុណ្្នឹងទេមែនទេមើលទៅឯងក៏ពិតជាការដូចជាពេលចាំរាមែនហើយមេប៉ាយាយសៀនេះក៏បានបារម្ភទៅកាន់ចាំងជាងផងដែរប៉ុន្តែគណៈពេលនោះចាំងក៏បានចេញមកពីកន្លែង
bạnនឹងមកវិញតែម្ដងនឹងក៏បាននិយាយហើយវាគ្រាន់តែខូចមិនសល់របស់ខ្ញុំបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់មកចាំងចែករបស់យើងក៏បានប្រើប្រព័ន្ធធ្វើ system នឹងឆាប់មើលទៅកាន់ការដំណើររបស់ប្រតិចាឌីតវូតព្រាមទៅបន្ទាប់ពីបានស្កិតមើលរយៈពេល80ម៉ោងប្រព័ន្ធ system ក៏បានដឹងផងដែរគឺប្រតិចាឌីតវូតនឹងស្ថិតនៅក្នុងពាក្យកណ្ដាលនៃអាណាចក្រទី3ប៉ុណ្ណោះហើយយ៉ាងណាមិញប្រតិចាឌីតវូតនឹងគឺខ្ពស់ជាងចាំងជាងតែបន្តិចបន្តួចប៉ុណ្ណោះ system ក៏បាននិយាយឲ្យលោកម្ចាស់បន្ទាប់ពីការឡើងកម្រិតរបស់សិស្សនោះលោកម្ចាស់នឹងធ្វើការវិវត្តខ្លួនរយៈពេល5 second ទៀតហើយចាំងជាងក៏គិតថាគ្រាន់តែពន្យាពេលបន្តិចប៉ុណ្ណោះចំណែកឯប្រតិចាឌីតវូតនឹងវិញក៏បានបោះសម្ដីទៀតហើយតែចាំផ្នែកនេះចង់មើលទៅកាន់ការតស៊ូរបស់ក្មេងចំនួនក្រោយថាវាខ្លាំងប៉ុណ្ណាទៅហើយកាន់តែខ្លាំងប្រកបជាកាន់តែរំភើបជាមួយខាងនោះទេគណៈពេលនោះថាពលរបស់គេក៏បានចេញមកបន្តទៀតហើយប៉ុន្តែចាំជាងក៏បានបញ្ជាពើថាលោកតាចំណាស់យ៉ាងណាមិញអ្នកចាស់ហើយឆាប់តែសម្រាប់ព្រាមទៅនឹងប្រតិចាឌីតវូតក៏បាននិយាយទៅថាយើងចាំមើលថាតើដៃរបស់យើងរឹងជាងឬក៏មាត់របស់ឯងរឹងជាងទៅប៉ុន្តែនៅពេលនោះដែរការវិវត្តរបស់ចាំជាងគឺថាបានសម្រេចទៅហើយគណៈពេលនោះដែរចាំជាងរបស់យើងក៏បានបញ្ចេញថាពលចេញពីខ្លួនតែម្ដងនិងប្រពន្ធក៏បានប្រាប់ឲ្យយើងដឹងផងដែរថាគាត់គឺបានកើនកម្រិតថាពលរហូតទៅដល់1000ដងឯណោះនឹងមើលទៅកាន់ចាំជាងរបស់យើងឥឡូវនេះពិតជាមិនធម្មតានោះទេប្រតិចាឌីតវូតក៏បានឆ្ងល់ផងដែរថាក្មេងនេះវាប្រើទៅកាន់វិធីសាស្ត្រសម្ងាត់អ្វីទៅដើម្បីជួសជុលទៅកាន់កម្រិតនៃធម្មពលនិងនេះពេលនោះដែរចាំជាងក៏មកវាប្រហារទៅកាន់ប្រតិចារបស់យើងតែម្ដងដែលមិនដែរបានទៅកាន់ឈើច្រត់នឹងឯងនិងប្រព័ន្ធវិទ្យាក៏បានអបអរទៅកាន់លោកម្ចាស់ដែលបានឡើងទៅកាន់កម្រិតកណ្ដាលទៅហើយក៏ទទួលបានចំនួន7បន្ទុកផងដែរដែលត្រឹមតែមួយដៃប៉ុណ្ណោះមកដែរលោកប្រតិចាឌីតវូតរបស់យើងគឺរយៈពេល80ម៉ែត្រទៅហើយនិងកូនចាត់របស់គេក៏បានទទួលផងដែរលោកចាស់ទុំអត់ទៅអ្នកមិនអីទេមែនទេចំណែកលោកម្ចាស់ប៉ាយីសៀនេះវិញក៏បានជាយាយទៀតហើយយ៉ាងមិនគេបានឆ្លងកាត់ទៅកាន់អាណាចក្រកណ្ដាលនៃកម្រិតទី3ហើយមែនទេបើទោះបីជាប្រតិចាឌីតវូតនៃកម្រិតស្មើក៏ដោយប៉ុន្តែត្រឹមតែមួយដៃប៉ុណ្ណោះគឺថាដេកស្អាតទៅហើយហើយចៃជាងក៏បានរសារផងដែរថាវាមិនអាក្រក់នោះទេចំណែកឯប្រតិចាឌីតវូតនេះវិញគឺថាគេលើកពី3នាក់ទៅហើយនិងក៏បានរੂផងដែរក្មេងប្រុសចង្រៃនេះវាក៏បានលាក់ទៅកាន់កម្រិតថាពលរបស់វាដើម្បីខ្ញុំប្រឈមមុខជាមួយនឹងវានិងនេះពេលនោះចៃជាងក៏បានមកនិយាយឌឺទៀតហើយលោកតាចំណាស់ទោះបីជាអ្នករឹងរូបណាក៏ដោយប៉ុន្តែឆ្អឹងរបស់អ្នកមិនរឹងដូចជាអ្នកនោះទេប៉ុន្តែមើលទៅកាន់ប្រតិចាឌីតវូតក៏ដូចជាមិនអស់ចំណុចទេក៏បានបោះសម្ដីឲ្យក្មេងប្រុសហើយជាមួយយើងនឹងសម្លាប់ទៅកាន់ឯងដោយក្បាច់រន្ទះរបស់យើងដែលយើងបានបង្កើតបើសិនជាមិនឲ្យយកឈ្នះទៅកាន់ឯងមកនោះទេមិនបាច់ហៅខ្ញុំថាប្រតិចាឌីតវូតនោះទេហើយយើងមើលទៅកាន់លើមេនៅវិញក៏បានឃើញទៅកាន់ថាពលរន្ទះយ៉ាងខ្ពស់ខ្មាញ់ធ្លាក់ទៅកាន់ដាវរន្ទះមួយមកផងដែរដែលបដាប្រតិចាក្រំក៏បាននឹងផងដែរថានេះគឺជាដាវរន្ទះឋានសួគ៌និងគណៈពេលនោះប្រតិចាឌីតវូតក៏បានស្រែកទៀតហើយយើងគឺចាំមើលណាចាំមើលថាតើឯងអាចរស់បានបន្តទៅទៀតដែរឬទេយ៉ាងយីជាងគាត់ក៏បានទៅវិញថាមិនគ្រាន់តែជាដាវកាក់នឹងតែអាចសម្លាប់ទៅកាន់ខ្ញុំបានដែរឬទេគណៈពេលនោះថាពលខ្លាំងក៏បានផ្ទុះឡើងតែម្ដងបន្ទាប់មកយើងក៏បានឃើញដាវរត់ធំមួយក៏បានដល់នៅទីនោះផងដែរនិងប្រតិចាឌីតវូតក៏បានបោះសម្ដីមើងងាយទៅកាន់ជីវភាពទៀតហើយយុគជនវ័យក្មេងឯងកុំឈួតពេកជីវិតក្នុងក្ររបស់ឯងគឺកប់នៅទីនេះហើយគឺជាលទ្ធផលដែលឯងចង់ប្រចាំងជាមួយនឹងបរិន្ទះរបស់យើងហើយយើងក៏បានរៀបការនេះទៅកាន់ថ្នាក់លើផងដែរប៉ុន្តែគណៈពេលនោះចង់ជាកម្មាទៅខាងក្រោយរបស់គាត់និងកាប់សម្លាប់ទៅខាងគាត់នឹងយ៉ាងព្រៃផ្សៃតែម្ដងបន្ទាប់ពីការសម្លាប់ជាងក៏បាននិយាយផងដែរដោយប្រការនេះហើយប្រកាសណាស់ខ្ញុំនឹងមិនតឱកាសឲ្យអ្នកអង្វរមកកាន់ខ្ញុំនោះទេចំណែកពណ៌ក្តាប់មកពីនិកាយរន្ទះនឹងក៏បាននិយាយទៀតហើយទៅវាអាចទៅរួចដល់របៀបណាទៅនេះគឺជាដាវរន្ទះឋានសួគ៌គេមិនមែនតែអាចកិច្ចអំពីដាវបាននោះទេប៉ុន្តែក៏អាចសម្លាប់ទៅកាន់ប្រតិចាឌីតវូតបានទៀតផងហើយចាស់របស់យើងក៏បាននិយាយទៅកាន់ពួកគេផងដែរពណ៌ក្តាប់យ៉ាងមិនទៅប្រាប់ទៅកាន់ប៉ារបស់ពួកឯងទៅយើងនៅទីនេះគឺចាំបើកទ្វារទទួលទៅកាន់ពួកឯងជានិច្ចគ្រាន់តែមកលើព្រាមពណ៌ចោះចាស់របស់យើងគឺថារត់គ្មាននេះក្រោយអីសំបីតែបន្តិចនោះទេចំណែកឯលោកមួយប៉ាយីសៀនៅវិញក៏បានក៏ទៀតហើយក្មេងម្នាក់តែវាជាបីសាច់មែនឬទេកិច្ចបានហើយព្រមទាំងសម្លាប់ទៅកាន់ប្រតិចាឌីតវូតទៀតផងនេះពេលនោះដែរចាស់ក៏បានមកអរគុណទៅកាន់លោកប្រតិចាយីសៀផងដែរដែលបានការពារទៅកាន់គាត់ហើយប្រតិចាយីសៀគ្មានអ្វីនិយាយនោះទេគ្រាន់តែសើចបន្តិចប៉ុណ្ណោះនឹងមិនមែនតែប៉ុណ្ណេះនោះទេប្រតិចាយីហ្វេងធប់ដល់អាងក៏បានមកគ្រប់ទៅកាន់ចាងយីជាងផងដែរដើម្បីផ្ដល់ទៅកាន់រង្វាន់ឲ្យទៅកាន់ចាងយីជាងនោះលោកប្រតិចាយីសៀរបស់យើងក៏បានបើកទៅកាន់កន្លែងផ្ទុកទៅកាន់អាវុធពិសេសទៅកាន់ចាងយីជាងតែម្ដងឬក៏អាចហៅម្យ៉ាងបានទៀតថាគឺជាឧបករណ៍វេទមន្តដែលក្នុងនិកាយផ្នែកឋានសួគ៌នឹងឯងចំណែកប្រតិចាយីហ្វេងក៏ពិតជាផ្អើលខ្លាំងមែនទែនដោយសារតែទីនោះគឺផ្ទុកទៅដោយអាវុធកម្រិតឋានសួគ៌វាក៏មិនមែនជាកន្លែងដែលមនុស្សគ្រប់គ្នាក៏អាចចេញអាចចូលបានតាមតែចិត្តនោះទេនិងប្រតិចាយីសៀក៏បានឲ្យចាងយីជាងរបស់យើងរើសទៅកាន់អាវុធវេទមន្តដែលគាត់ស្រឡាញ់មួយទៀតផងចាងយីជាងក៏បានឆ្លងផងដែរថាអាវុធវេទមន្តដែលមានកម្លាំងខ្លាំងមែនឬទេហើយប្រតិចាយីសៀក៏បានបញ្ចូលតែម្ដងអាវុធវេទមន្តត្រូវបានចែកជាកម្រិតជាច្រើននៃព្រះវិញ្ញាណបរិសុទ្ធអធិរាជឋានសួគ៌ដែលវាគឺមានកម្រិតជាច្រើនទៀតប៉ុន្តែចាងយីជាងរបស់យើងក៏បាននិយាយថាអត់ខ្វល់អាចអត់ខែខ្ញុំមិនចាប់អារម្មណ៍នោះទេនិងគាត់ក៏បានក្នុងចិត្តថាយ៉ាងម៉េចអាវុធវេទមន្តមែនឬទេនៅក្នុងផ្ទះរបស់ខ្ញុំក៏រត់តែកន្លែងដាក់គ្មានផងចំណែកប្រតិចាទាំងអស់នេះវិញក៏បានចាប់អត់តែម្ដងនិងក៏បានគិតថាចាងយីជាងនឹងក៏មានបញ្ហាខួរក្បាលហើយមើលទៅនិងចាងយីជាងក៏បានទ្រំណៅទៅដេកវិញតែម្ដងប៉ុន្តែគណៈពេលកំពុងទៅដើរក៏បានជន់ទៅកាន់កលុកមួយដួលកាប់មុខបាទទៅគឺថា
ខ្មាស់គេយកតែមែនទែននឹងក៏បានរឧបផងដែរថានេះប្រហែលជាមកអំពីសមរភូមិរបស់គាត់បាញ់មិញហើយបន្ទាប់មកក៏បានស្ម័គ្រចិត្តជួសជុលទៅកាន់វាតែម្ដងនឹងក៏បានដកទៅកាន់លំអិតវាទៅមុនមួយតែម្ដងដែលបន្ទាប់បានជួសជុលកន្លែងនឹងហើយមើលទៅកាន់ប្រតិចាយយេស៊ាក៏ពិតជាផ្អើលមិនទែនដោយសារតែទទួលនៅដង្ហើមមួយទៅខ្លាំងខ្លាមិនអាចករណីបាននោះទេហើយបន្ទាប់ពីចាយយេរបស់យើងធ្វើដំណើរចេញទៅនឹងលំអិតនោះក៏បានបញ្ចេញនៅចំហាយរូបក្បាលខ្លាមួយយ៉ាងកំណាចតែម្ដងដែលបន្ទាប់បានឃើញប្រតិចាយទាំងពីរក៏បានអោបគ្នាទាំងម្ដងនឹងក៏បានរូអើយអានេះគឺជាអាវុធកំបិតព្រះម៉ែអើយនឹងស្អីរបស់យើងក៏កាន់មកដល់ចាយយេនៅវិញក៏បានធ្វើដំណើរមកដល់ផ្ទះហើយបន្ទាប់បើកទ្វារចូលមកគាត់ក៏បានឃើញទៅកាន់របស់របរបាត់ទៅបាយពេញតែនឹងឯងគណៈពេលនោះដែរគាត់ក៏បានលើទៅកាន់សំឡេងមួយដែលបានស្រែកហើយគាត់ក៏បាននឹកថាជាសំឡេងរបស់អាចារ្យជីរងនឹងក៏បានស្រុកចូលទៅតែម្ដងបន្ទាប់វាបានចូលត្រង់ក្នុងហើយគាត់ក៏បានឃើញទៅកាន់រឿងអ្វីដែលមិនគួរឃើញអាចារ្យរបស់យើងទាំងពីរនាក់នឹងក៏កំពុងតែបំបាយទៅកាន់កម្រិតតែម្ដងប៉ុន្តែស្រួលធ្ងោម៉ែអូធ្ងោហើយឡើងពេញផ្ទះតែម្ដងដែលអាចារ្យយូរងដែលជាអាចារ្យពាក់អាវសនឹងនាងក៏បានចំនួនទៅក្នុងអាណាចក្រឈីនឹងក៏ស្ថិតនៅក្នុងកម្រិតពាក់កណ្ដាលផងដែរចំណែកឯអាចារ្យយ៉ាយ័នរបស់យើងឯនៅវិញគឺបានចំនួនទៅក្នុងអាណាចក្រសាំងសងគ្រឹះហើយចាយជាងបន្ទូបានឃើញថាគ្មានបញ្ហាអ្វីនោះទេគាត់ក៏បានតែចេញទៅវិញតែម្ដងប៉ុន្តែត្រូវបានអាចារ្យយូរងនឹងបានខត់ទៅកាន់កោះតែម្ដងអាចារ្យរបស់យើងក៏បានសុំទៅកាន់ចាយជាងដើម្បីទៅលេងផ្ទះរបស់នាងចាយជាងក៏បាននិយាយថាមើលនៅទីនេះមិនមែនជាកុកឯណានាងគឺអាចចូលទៅលេងបានគ្រប់ពេលវេលាតែម្ដងនិងចាយជាងក៏បានចង់ចុះទៅជាមួយនាងផងដែរព្រោះថាគាត់ទៅតែបំបីទៅកាន់កម្រិតថ្មីនោះទេនិងគាត់ក៏បានគិតใจផងដែរប្រកបណាប្រព័ន្ធប្រកាសជាដាក់ការងារថ្មីឲ្យទៅកាន់គាត់ជាមិនខានឡើយហើយពួកគេនឹងចុះទៅលើភ្នំនៅថ្ងៃស្អែកនេះហើយប៉ុន្តែអាចារ្យយូរងរបស់យើងក៏បានប្រាប់រឿងមួយទៅកាន់ចាងយីចាំងផងដែរដែលនាងមកទីនេះនឹងគឺបានរត់គេចអំពីអភិវិពារបស់នាងនិងក៏បានចូលវឹកហាត់ក្នុងនិកាយផ្នែកឋានសួគ៌នេះឯងប៉ុន្តែឥឡូវនេះវិញខ្ញុំគឺមិនភ័យព្រោះអ្វីទីនោះទេព្រោះថាក៏មានលោកគ្រូម្នាក់ផងដែរនិងចាងយីចាំងក៏បានយល់ស្របទៅកាន់រឿងមួយនេះនិងក៏បានដើរទៅប្រាប់ទៅកាន់ពួកគេនឹងដេកឲ្យបានល្អទៅឆ្អែកយើងនឹងធ្វើដំណើរហើយនិងស្អីរបស់យើងក៏បានមកដល់ពេលព្រឹកតែម្ដងនិងយើងក៏បានឃើញទៅកាន់បុរសមាត់មួយកំពុងតែរងាវដើម្បីដើរទៅកាន់ចាងយីចាំងផងដែរចាងយីចាំងមកទៅបានងើបមកហើយគាត់គឺបានចាប់រង្វាន់ដូចជាធម្មតានឹងឯងប៉ុន្តែការចាប់រង្វាន់នេះក៏ដូចជាមិនដូចជាលើកមុននោះទេប្រព័ន្ធក៏បានអបអរទៅកាន់លោកម្ចាស់ដែលបានទទួលនៅអាយ៉ងវេទមន្តមួយផងដែរដែលប្រកបណាស់អាយ៉ងមួយនេះគឺមានកម្លាំងខ្លាំងជាងមនុស្សយន្តទៀតផងហើយប្រើបានរយៈពេល24ម៉ោងគ្មានក្តៅអីសូម្បីតែបន្តិចនោះទេនិងបន្ទាប់ពីចាងយីចាំងពេលអាមហើយក៏បានឌៀលទៅកាន់ប្រព័ន្ធនឹងផងដែរថាគ្មានអ្វីថ្មីនោះទេហើយបន្ទាប់ពីចេញមកឃើញទៅកាន់អាចារ្យរបស់យើងកំពុងតែរងចាំទៅកាន់គាត់នឹងឯងហើយពួកគេមិនបានមកអង្គពេញនោះទេក៏បានដំណើរទៅកាន់ផ្ទះរបស់អាចារ្យយូរងតែម្ដងនិងចាងយីចាំងក៏បានប្រាប់អាចារ្យយូរងនឹងប្រាប់អំពីគ្រួសាររបស់នាងឲ្យទៅកាន់គាត់នឹងផងដែរនិងបន្ទាប់មកស្រីរបស់យើងក៏កាន់មកដល់ផ្ទះរបស់អាចារ្យយូរងនៅវិញឃើញកម្មមនុស្សពីរនាក់ក៏បានមកផងដែរនិងក៏បានស្រែកឲ្យបរិសុទ្ធចំណាសួរឆាប់ចេញមកភ្លាមមកនិងយើងក៏បានឃើញទៅកម្មបរិសុទ្ធចំណាម្នាក់ផងដែរគាត់ក៏បាននិយាយឲ្យខ្ញុំគឺមិនអាចខត់ទៅកាន់កូនស្រីរបស់លោកគ្រូមិនឲ្យរត់ចេញអំពីអភិវិពាបាននោះទេតែហេតុអ្វីបានជាឯងមានចរិតឆេវឆាវបែបនេះប៉ុន្តែអបិកម្មផ្លិតនឹងវាក៏បាននិយាយទៀតហើយអ្នកក៏បានឲ្យកញ្ញាយូរងនឹងចាក់ចេញទៅពីទីនេះនិងក៏បានរត់គេចផងដែរតើឯងសួរថាយើងចង់ធ្វើអីមែនដែរឬទេនិងគាត់ក៏បានសួរថាឯងចង់បានអ្វីទៅអបិនោះក៏បានតបវិញហើយប្រកាសណាស់យើងគឺចង់បានជីវិតរបស់ឯងនឹងហើយនិងវាក៏បានប្រាប់ឲ្យកូនចៅរបស់វាឡំពោះទៅកាន់ពួកគេតែម្ដងតែចំណាស់ក៏បាននិយាយទៀតហើយថាយូរងនាងក៏បានរត់គេចទៅយ៉ាងឆ្ងាយបាត់ទៅហើយប៉ុន្តែអបិនោះក៏បានសើចតែម្ដងចំពោះរឿងនេះវាគឺមិនអីនោះទេប៉ុន្តែឥឡូវនេះយើងគឺចង់សប្បាយដោយការសម្លាប់ទៅកាន់ឯងទោះបីជាយ៉ាងណាក៏ដោយនេះគឺជាទឹកដីនៃគ្រួសារខូរបស់ខ្ញុំទោះបីជាធានវាងលូស៊ូមកដល់ក៏ត្រូវតែលុតជង្គង់ចំពោះមុខខ្ញុំដែរហើយពួកចោះចែមនៃគ្រួសារខូក៏បានចូលវាយទៅកាន់គ្រួសារស៊ូតែម្ដងហើយពួកគ្រួសារស៊ូក៏បានការពារទៅកាន់មេគ្រួសាររបស់គេដូចគ្នាផងដែរហើយប្រតិចាចាំនៅនឹងក៏បានបើទៅកាន់ថាពររបស់គាត់ប៉ុន្តែពួកចោះចាំក៏បានស្រ័យឲ្យសម្រាប់កញ្ចាឯងឆាប់ងាប់ព្រាមទៅបន្ទាប់មកពួកគេក៏បានសម្រុះចូលទៅវាប្រហារទៅកាន់គាត់តែម្ដងទោះបីជាកបិតទី1ចាប់បានប៉ុន្តែកបិតទី2ចាប់មិនជាប់នោះទេមុតបាត់ទៅហើយលោកប្រតិចានៅនឹងក៏បានបំផាំងទៅកាន់ពួកគេឲ្យប៉ើងផងដែរប៉ុន្តែគណៈពេលនោះក៏មានរបួសផងដែរអបិម្នាក់វាក៏បានជ្រើសការនាពេលនោះវាប្រហារទៅកាន់លោកប្រតិចានឹងឯងក៏ប៉ុន្តែក៏ដូចជាមិនទៅបានកាប់ផងអាចារ្យយូរងក៏បានស្រែកតែម្ដងឆាប់ដោះលែងទៅកាន់ឪពុករបស់ខ្ញុំព្រាមទៅហើយប្រតិចាសួរនៅវិញមិនទៅបានឃើញហើយក៏បានស្រែកតែម្ដងតើឯងមកវិញធ្វើអ្វីទៀតហើយនឹងអាចារ្យយូរងក៏បានទៅមើលទៅកាន់ឪពុករបស់នាងផងដែរហើយឪពុករបស់នាងក៏បានស្រែកហើយចាប់ចេញឲ្យឆ្ងាយព្រាមទៅនឹងគណៈពេលនោះអបិនៅគ្រួសារខូនឹងវាក៏បានមកនិយាយទៀតហើយកញ្ញាយូរងយ៉ាងណាមិញនេះក៏បានរត់គេចអំពីអភិវិពាតើអ្នកបានកើតអំពីផលវិបាកនេះទេមែនដែរឬទេបើមិនដូច្នោះទេឥឡូវនេះគ្នាគឺត្រឡប់ទៅវិញជាមួយនឹងខ្ញុំដោយស្ដាប់បង្គាប់ទៅប្រកបណាអាហៀប្រកបជាបំភ្លេចទៅកាន់អតីតកាលជាមិនខាននោះទេនឹងខ្ញុំនឹងធ្វើឲ្យគ្រួសារស៊ូរបស់អ្នករស់នៅដោយមានសុខសន្តិភាពប៉ុន្តែយើងមិនបានផងសេមួយកំភ្លៀងបាត់ទៅហើយវាក៏បានស្រែកញីចង្រៃយកតើនាងហ៊ានវាប្រហារមកកាន់តៃមុខដ៏ស្រស់ស្អាត
របស់ខ្ញុំមានដែរឬទេពួកកូនចៅពួកអាកំណត់ការចាប់ទៅកាន់ពួកគេព្រាមទៅប៉ុន្តែអាចារ្យយូរងនាងក៏បានស្រ័យផងដែរថានាងគឺជាសិស្សរបស់និកាយភ្នែកឋានសួគ៌ចាំមើលតាក្បាលអាចមួយណាដែលហ៊ានប៉ះមកកាន់នាងទៅអ្វីនោះវាក៏បាននិយាយទៅវិញហើយថាមិននិកាយភ្នែកឋានសួគ៌មែនទេសូម្បីតែស្បែកជើងរបស់ខ្ញុំគេគឺគ្មានការដើម្បីមកជូតផងតែគ្រាន់តែលើភ្លាមចាំងជាងរបស់យើងក៏បានបដោតទៅកាន់ក្មេងឆ្លើយតែម្ដងដោយចាប់ក្បាលរបស់វាអុកនឹងដីនឹងឯងនឹងក៏បានប្រាប់ទៅកាន់វាទៀតហើយប្រសិនបើជាឯងហ៊ានធ្វើបាបចិត្តទៅកាន់កូនសិស្សរបស់យើងនោះប្រកាសណាស់ឯងប្រកាសទៀតត្រូវធ្ងន់ជាងនេះជាមិនខានឡើយប៉ុន្តែទោះបីជាត្រូវប៉ុណ្ណេះក៏ដោយអ្វីម្នាក់នឹងក៏នៅទៅបានស្រ័យនឹងឯងយ៉ាងណាមិនខ្ញុំគឺជាអ្នកប្រតូននៃគ្រួសារខូចាំមើលតើអាចឆ្កែឯងហ៊ានប៉ះមកកាន់ខ្ញុំដែរឬទេចាំងជាងក៏បានសួរតែម្ដងចឹងមិនគ្រួសារខូមែនទេគ្រួសារកំតិចមនុស្សនឹងមែនទេប៉ុន្តែអ្វីម្នាក់នោះក៏បានស្រ័យទៀតហើយយ៉ាងណាមិនក៏ដោយប៉ាប់កូរ៉ុនតេគឺជាសាខាមួយនៃគ្រួសារទាំង3ឯងចាប់ដោះលែងទៅកាន់ខ្ញុំនឹងលុតជង្គង់ព្រាមទៅបើមិនដូចនោះទេខ្ញុំនឹងប្រាប់ឲ្យអ្នកដឹកនាំនៃនិកាយកូរ៉ុនតេនឹងចាត់ការទៅកាន់ឯងជាមិនខានឡើយប៉ុន្តែបន្ទាប់បាននិយាយមួយកំភ្លៀងកដាមាត់បាក់ធៀមទៀតបាទទៅហើយនឹងក៏បាននិយាយថាកុំនិយាយអំពីរឿងនេះនៅលើក្រោយអីអាក្មេងចង្រៃយោដែលបន្ទាប់បានត្រូវហើយបែរនឹងវាក៏បាននិយាយតែម្ដងអូខេហើយចាំមើលទៅយើងនឹងប្រើទៅកាន់វិធីសាស្ត្រសម្ងាត់នេះប៉ាប់កូរ៉ុនតេក៏ហៅទៅកាន់លោកម្ចាស់និកាយតែម្ដងលៃធានហ្វេងឆាប់មកជួយសង្គ្រោះទៅកាន់ខ្ញុំភ្លាមនឹងគណៈប្រដៅមេក៏ចាប់ដើមមានការកូរ៉ុនតេនឹងក៏បានលេចទៅកាន់ច្រកលំហមួយចេញមកចេញទៅកាន់ប្រតិចាលៃធីងហ្វេងនេះចេញមកហើយព្រមទាំងបានសួរថាតើក្មេងម្នាក់ណាហៅមកកាន់យើងទៅមុននឹងជៀនទៅដល់សាច់រឿងបន្តឲ្យមានក៏សំណេរបន្តិចចិនចំពោះគ្នាយ៉ាងណាដែលមានចំណាប់អារម្មណ៍ជួយទៅកាន់ក្រុម Telegram ឲ្យមាននោះក៏អាចចូលបានផងដែរដែលមានក៏បានដាក់ link នៅក្រោម comment នឹងឯគ្នាយើងបងមានចំណាប់អារម្មណ៍នោះគឺអាចចូលទៅបានភ្លាមតែម្ដងមិនក៏លើកកាអ្វីនោះទេគ្រាន់តែចូលទៅដើម្បីដឹងអំពីព័ត៌មានប៉ុណ្ណោះហើយឥឡូវនេះដើម្បីកុំឲ្យកាប់ពេលវេលាយូរនឹងចូលទៅកាន់សាច់រឿងរបស់យើងដែលជាភាគបន្តតែម្ដងទៅដែលបន្តពេលប្រតិចាលៃធីងជឿននឹងបានសួរឲ្យអាប៉ែនឹងវាក៏បាននិយាយតែម្ដងថាជាកូនចៅរបស់ប្រតិចាដេវូដូចចឹងទៅចំពោះប្រតិចាលៃគាត់ក៏បានកើតផងដែរហើយអ្វីបានជាកូនចៅរបស់ដេវូនឹងអន់ដូចជាស្រមោចបែបនេះហើយប៉ែនឹងវាក៏បានពិតទូលទៅកាន់ប្រតិចាលៃនឹងទៀតហើយថាមួយនោះឯងក៏វាបានប្រមាថមកកាន់បកកូរ៉ុនតេរបស់យើងក៏បានលើប្រតិចាលៃក៏បានសួរហើយស្រមោចតើស្រមោចតូចមកពីណាទៅចាំងយីជាងក៏បានប្រាប់ផងដែរថាគាត់មានពុទ្ធថាចាំងយីជាងមកពីនិកាយភ្នែកឋានសួគ៌តែគ្រាន់តែគេបានលើភ្លាមក៏បានស្អុយតែម្ដងថាមិននិកាយភ្នែកឋានសួគ៌មែនទេខ្ញុំនឹកស្មានថាបានជួបទៅនឹងនិកាយកាបែបនេះនោះទេប្រកាសណាក្មេងចំណងក្រោយសត្រូវពិតជាផ្លូវចង្អៀតមែននឹងនេះពេលនោះចាំងយីជាងក៏បានសួរផងដែរថាកំណត់របស់ឯងនឹងជាអ្វីទៅម្នាក់នោះគឺខ្ញុំបានសម្លាប់ទៅកាន់គេបាត់ទៅហើយខ្ញុំដូចជាបានលើថាឈ្មោះប្រតិចាដេតវូដែលគ្រាន់តែបានលើភ្លាមនឹងបែបម្នាក់នេះអ្នកប្រន់តូចនៃគ្រួសារខូក៏បាននិយាយតែម្ដងយ៉ាងមិនលោកប្រតិចាដេតវូត្រូវបានឯងសម្លាប់ហើយមែនទេវាមិននឹងឲ្យទៅរួចទៅយ៉ាងហោចណាស់លោកប្រតិចាដេតវូគឺជាកម្ពុជាទាំង10នៃបាបកលន់នឹងវាក៏បានកាត់ផងដែរយ៉ាងណាមិនប្រតិចាដេតវូគឺជាប្រតិចានៃគ្រួសាររបស់យើងប្រកាសណាអត់ទៅកាន់គាត់គ្រួសាររបស់យើងគាត់ជារោគរាជាមិនខាននោះទេនឹងគណៈប្រដាវាក៏បានស្នើក្រុមទៅកាន់ប្រតិចាលៃនឹងឲ្យសម្លាប់ទៅកាន់ទួរបស់យើងព្រាមទៅគេនឹងព្រមផ្ដល់ឲ្យទៅនឹងអាត់កបាំងឋានសួគ៌និងអាត់កបាំងមេឃដីទាំង9ទឹកក្រោមឥទ្ធិពលនៃបកលន់របស់គ្រួសាររបស់គេហើយគ្រួសាររបស់យើងថែមទាំងព្រមគោរពទៅកាន់លោកប្រតិចាលៃធ្វើជាមេដឹកនាំទៀតផងហើយប្រតិចាលៃក៏បានចូលព្រមតែម្ដងនឹងក៏បាននិយាយទៀតហើយខ្ញុំនឹងសងសឹកទៅកាន់ប្រតិចាដេតវូឥឡូវនេះហើយក៏ដូចជាមករកញ៉ាំយូរប្រតិចាលៃនឹងក៏បានស្រុកចតោទាំងក៏ក្លិនជាមួយនឹងកោដាប់ដៃថាពលរបស់គេតែម្ដងនឹងចាំងយីជាងគេក៏បាននិយាយឌឺតែម្ដងយ៉ាងមិនប្រតិចាដេតវូមិនទៅបោះជាសោផងតើឯងចង់មកងាប់មួយទៀតហើយមែនទេប៉ុន្តែគណៈបនុគេក៏បានវិប្រហារទៅម្ដងទីនោះមានការផ្ទុះយ៉ាងខ្លាំងក្លាប៉ុន្តែក៏ដូចជាមិនអីទៅកាន់ចាំងយីជាងនោះទេនឹងគាត់ក៏បានមើលងាយផងដែរថាឯងគឺមានតែប៉ុណ្្នឹងទេមែនទេប្រតិចាលៃក៏បាននិយាយហើយមែនទេយើងគ្រាន់តែបានស្មានទៅកាន់ឯងប៉ុណ្ណោះឥឡូវនេះយើងនៅលេងមែនទេហើយក៏បានព្រះអង្គយូដាគេក៏បានប្រាប់ទៅកាន់កដាប់ដៃក៏លន់គេទាំងពីរវាប្រហារទៅកាន់ចាំងយីជាងប៉ុន្តែគាត់ទប់តែមើលដៃតែប៉ុណ្ណោះធ្វើឲ្យគេប៉ាំងរយៈពេល80ម៉ែត្រទៀតហើយបន្ទាប់ពីបានត្រូវគេក៏បានដឹងថានេះគឺជាបច្ចេកទេសវេទមន្តហើយក៏បានសួរថាតើឯងដឹងវាមកពីណាទៅចាំងយីជាងក៏បានតបហើយវាគ្រាន់តែជាបច្ចេកទេសវេទមន្តប៉ុណ្ណោះខ្ញុំគឺអាចប្រាប់វាម្ដងទៀតដើម្បីសម្លាប់ទៅកាន់ឯងនឹងគណៈពេលដែលបើដៃចាំងយីជាងប៉ុណ្ណាណៃកំពុងទៅនឹងអប្រតិចាលៃនោះក៏បាននិយាយទៀតហើយមិនស្រួលនោះទេជីវិតរបស់យើងក៏ជាអស់មិនខាននោះទេនឹងក៏បានប្រើទៅកាន់ផ្គាល់លន់ឋានរួចដើម្បីមកតបទល់ជាមួយនឹងបាតដៃមួយនោះគណៈពេលដែលកំពុងតបនឹងមើលក៏ដូចជាមិនស្រួលនោះទេប្រតិចាលៃក៏បាននិយាយតែម្ដងឲ្យអូនប្រុសយ៉ាងណាមកនិយាយស្រួលគ្នាទៅខ្ញុំចាត់ទុកថាគ្មានអ្វីកើតឡើងនោះទេបន្តែចាំងយីជាងក៏ដូចជាប្រមនោះទេកំតែទៅកាន់ថោពលរបស់គេតែម្ដងប្រតិចាលៃទៅទៅត្រូវក៏បានសួរតែម្ដងទៅឯងគឺជានរណាគេទៅតើសមត្ថភាពបែបនេះតើឯងបានវាមកពីណាទៅប៉ុន្តែនេះពេលនោះចាំងយីជាងក៏បានជន់ក្បាលទៅកាន់គេហើយនឹងក៏ព្រមទាំងសួរតើឯងចង់បន្តទៀតដែរឬទេទោះបីជាបានត្រូវប៉ុណ្ណេះក៏ដោយប្រតិចាលៃក៏នៅតែបាននិយាយលយអាក្មេងប្រុសតើឯងហ៊ានប៉ះពាល់ជីវិតមកកាន់បកកលន់មែន
រទេតែឯងមិនស្គាល់ពាក្យថាស្លាប់ទេមែនទេប៉ុន្តែនិយាយមិនទាន់ចប់ចឹងចឹងក៏បានជន់កំទេចក្បាលរបស់គេតែម្ដងដែលធ្វើឲ្យអបិគ្រួសារខូនោះក៏ពិតជាមានការញាប់ផ្អើលខ្លាំងណាស់ព្រមទាំងបានស្រែកថាហេតុអ្វីវាមិនអាចទៅរួចនោះទេសូម្បីតែព្រះចាស់ឡើយក៏ត្រូវបានឲ្យសម្លាប់ដែរតែវាទៅរួចដល់របៀបណាទៅចំណែកឯគ្រួសារស៊ូវិញក៏បាននាំគ្នាសប្បាយចិត្តតែម្ដងព្រោះតែគេបានទទួលយកទៅកាន់ជ័យជំនះហើយនឹងអាចារ្យទាំងពីររបស់យើងនេះក៏បានរសារទៅកាន់ចាំងយីជាងរបស់យើងផងដែរនាពេលនោះដែរចឹងក៏បានសួរទៅកាន់អបិគ្រួសារខូតែម្ដងយ៉ាងម៉េចទៅអញហៅមនុស្សមកងាប់ទៀតបានដែរឬទេនឹងវាក៏បានស្រែកទៅយកខ្លួនហើយលោកតអចាំងយីជាងខ្ញុំគឺមិនហ៊ានទៀតនោះទេនឹងគេក៏បានសម្រេចចឹងដោះលែងទៅកាន់គេទៅប៉ុន្តែចឹងក៏បានសួរហើយដោះលែងមែនទេផ្ដល់ហេតុផលមួយដែលសមរម្យភ្លាមមកនឹងវាក៏បាននិយាយទៀតថាខ្ញុំក៏បានយកព្រមនឹងផ្ដល់ទ្រព្យសម្បត្តិនៅគ្រួសារខូពាក់កណ្ដាលឲ្យទៅកាន់គ្រួសារស៊ូប៉ុន្តែចឹងក៏បានធាក់ទៅកាន់គេនឹងក៏បាននិយាយបន្តទៅទៀតហើយយ៉ាងម៉េចពាក់កណ្ដាលមកទេឲ្យទ្រព្យសម្បត្តិគ្រួសារខូទាំងអស់ទៅកាន់គ្រួសារស៊ូនិងសមាជិកនៃគ្រួសារខូធ្វើជាទេសកលនៃគ្រួសារស៊ូចឹងគាត់ក៏បានកើតផងដែរថាប្រកបណាកូនសិស្សរបស់គាត់មានការរីកចម្រើនគាត់ក៏រីកចម្រើនទៅតាមនឹងដែរប៉ុន្តែអបិនោះក៏ចង់ប្រកែកចឹងគេក៏បានកាច់ជើងរបស់អបិនោះបាក់ចោលតែម្ដងនឹងក៏ធ្វើអបិនោះភ័យខ្លាចរហូតដល់សន្លប់ភ្លាមតែម្ដងហើយគ្រួសាររបស់គេនឹងក៏ពិតជាមានការញាប់ផ្អើលខ្លាំងណាស់ដោយសារតែអ្នកប្រុសតូចរបស់គេគឺបានចាញ់មកទៅហើយនឹងបន្ទាប់ពីបានលើថាធ្វើជាទេសកលពួកគេក៏បាននាំគ្នារត់ភ្លាមតែម្ដងប៉ុន្តែចឹងក៏បាននិយាយឲ្យត្រឡប់មកវិញភ្លាមនឹងក៏បាននិយាយថាលើកធ្វើជាមនុស្សល្អបើសិនជាឯងប្រំ7ក្រក់ទៀតប្រកាសជាដឹងដែររបស់ខ្ញុំជាមិនខាននោះទេហើយពួកគេក៏បានយកព្រមចំពោះរឿងមួយនេះផងដែរហើយគណៈពេលនោះដែរម្ចាស់នៃគ្រួសារស៊ូនឹងក៏បានមកអរគុណទៅកាន់ចឹងតែម្ដងដែលបានជួយចឹងក៏បាននិយាយថាមិននោះទេយ៉ាងណាមិញកូនស្រីរបស់អ្នកគឺជាកូនសិស្សរបស់ខ្ញុំវាជាទួលនីតិរបស់ខ្ញុំនោះទេហើយបន្តមកទៀតហើយរឿងរបស់យើងក៏កម្មមកដល់នៃការផ្គរលាន់នឹងក៏បានឃើញទៅកម្មផ្លាកព្រលឹងទាំង3ក៏បានបែកផងដែរដែលជាឈ្មោះរបស់មនុស្សទាំង3ដែលចាញ់ជាងបានសម្លាប់នឹងឯងនឹងនាពេលនោះព្រះរាជាម្នាក់ដែលមានសោបាប្រហែលជាម្ចាស់នៃកាយក៏បាននិយាយហើយចង្រៃយកហើយអ្វីបានជានៃការផ្គររបស់យើងបិទបង់មនុស្ស3នាក់ផ្ទុនគ្នាបែបនេះព្រះរាជាម្នាក់ទៀតក៏បានតបហើយយ៉ាងណាមិញលោកម្ចាស់ខ្ញុំក៏បានបញ្ជូនទៅកាន់មនុស្សឲ្យទៅអង្កេតចំពោះរឿងមួយនេះហើយបន្តមកពួកយើងក៏បានដឹងផងដែរថាអ្នកសម្លាប់ទៅកាន់ព្រះរាជាទាំង3នោះគឺជាមនុស្សម្នាក់ក្នុងនីកាយផ្នែកឋានសួគ៌ដែលគ្រប់គ្រងទៅកាន់កំពូលភ្នំទី6បន្តមកបានលើគេក៏ពិតជាខកខ្លាំងមែនទែននឹងក៏បានស្រ័យហើយអានីកាយរលួយនឹងម្ដងទៀតហើយប៉ុន្តែព្រះរាជាអាប់ខឿននឹងក៏បានបដិយោបល់ទៀតហើយយើងមិនគួរទៅលក់លុយទៅកាន់នីកាយរបស់គេនោះទេយ៉ាងណាមិញវាក៏មិនល្អចំពោះកេរ្តិ៍ឈ្មោះរបស់នីកាយទាំងពីរនេះឯងនិងព្រះរាជាម្នាក់ទៀតក៏បានសួរតើរងចាំអ្វីទៀតទៅព្រះរាជានឹងក៏បានតបទៀតហើយយ៉ាងណាមិញរយៈពេល1ខែក្រោយមកទៀតការប្រកួតរវាងបកទាំងអស់ក៏បានជួបជុំគ្នាជាមិនខានដែលគេហៅការប្រកួតនេះថាសន្និសិទក្បាច់គុណពិភពលោកត្រូវបានធ្វើឡើងនៅក្នុងបកផ្គរលាន់របស់យើងនេះឯងហើយប្រកាសណាស់នៅពេលនោះមកដល់មនុស្សក្នុងនេះកើតផ្នែកឋានសួគ៌ប្រកាសជាមិនអាចរស់បានទៀតនោះទេព្រះរាជាម្នាក់ទៀតក៏បានសួរហើយតើអ្នកចង់សម្លាប់ចាំងជាងនៅពេលនោះមែនដែរឬទេព្រះរាជាម្នាក់នោះក៏បានតបទៀតហើយប្រកាសណាស់បន្ទាប់ពីយើងសម្លាប់ទៅកាន់ព្រះរាជានៃបកនេះកើតផ្នែកឋានសួគ៌ហើយបកនោះប្រកាសជាខ្លាចទៅជានិកាយតូចចំណុះទី2របស់យើងជាមិនខានហើយនាពេលនោះបរិមម្នាក់ដែលមានសក់បាសនឹងក៏បាននិយាយទៀតហើយមិនទេធ្វើតាមផែនការរបស់ស៊ុនស៊ីនឹងទៅអញ្ចឹងមានន័យថាអាប់ខេងមានឈ្មោះថាស៊ុនស៊ីនឹងឯងហើយបន្តមកទៅរបស់យើងក៏កាន់មកដល់ទីក្រុងនៅវិញឃើញទៅកាន់សត្វចម្លែកមួយចូលមកក្នុងទីក្រុងនឹងឯងនិងបងងៅម្នាក់ក៏បាននិយាយផងដែរសត្វចម្លែកនេះក៏ពិតជាហ៊ានណាស់ហ៊ានចូលក្នុងទីក្រុងរបស់យើងទៀតផងហើយគេក៏ដូចជាមករកចាំយូរវាប្រហារទៅកាន់សត្វចម្លែកនឹងតែម្ដងប៉ុន្តែក៏ដូចជាទៅមិនរួចទៀតរបស់វាវិញបាត់ទៅហើយឡើងក្អួតឈាមតែម្ដងហើយបីសាយនឹងក៏នៅតែបានបន្តដំណើរទៅមុខទៀតនឹងឯងជាមួយនឹងមនុស្សពី3នាក់ក៏បានតាមទៅកាន់វាផងដែរហើយបងងៅរបស់យើងក៏បានរកផងដែរថាបីសាយលីងជេងមួយនេះចូលទៅកាន់ទីក្រុងប្រកាសជួយបាក់ក្នុងការទទួលជើងមិនខាននោះទេប៉ុន្តែសាច់របស់យើងក៏ការមកដល់គ្រួសារស៊ូនៅវិញឃើញទៅកាន់ពួកគេកំពុងតែជប់លៀងនឹងឯងនិងលោកម្ចាស់នៃគ្រួសារស៊ូក៏បានអញ្ជើញទៅកាន់ចាជាងឲ្យលើកដាច់តែម្ដងចំណែកអាចារ្យយូរងនិងអាចារ្យយ៉ាយន់ពីរនាក់នៅវិញគិតតែចាក់ហើយចាជាងគិតតែផឹកចុះផឹកឡើងគឺថាសន្លប់ចដោកនៅនឹងតែម្ដងហើយអាចារ្យទាំងពីររបស់យើងនៅវិញក៏បាននាំទៅកាន់ចាជាងទៅសម្រាប់តែម្ដងគឺថាទំនងខ្លាំងណាស់អបិនឹងគឺថាមានសំណាងជាងអ្នកមើលទៀតផងបន្ទាប់ពួកគេបានជួនចាជាងមកដល់កន្លែងដេកហើយក៏ចង់ទៅវិញតែម្ដងប៉ុន្តែចាជាងក៏បានចាប់ទៅកាន់អាចារ្យយូរងទៅអោបតែម្ដងនិងក៏បាននិយាយថាគាត់គឺចង់ផឹកបន្តទៅទៀតចាយយូរងនេះក៏បានហៅទៅកាន់អាចារ្យយ៉ាយន់ទៅជួយផងដែរប៉ុន្តែដើរទៅក៏ថាដួលទៅលើនឹងម្នាក់ទៀតហើយប្លង់សាខ្លាំងណាស់មនុស្សក្រមអាយុ80ឆ្នាំមិនឲ្យមើលនោះទេនៅពេលនេះប៉ុន្តែសាច់រឿងកំពុងតែឡើងកម្ដៅមិនទៅមកប្រមាណផងអាបេសាយនោះក៏បានមករំខានតែម្ដងដែលធ្វើអ្នកមើលក៏ពិតជាខ្លាំងមែនទែនអាចារ្យរបស់យើងទាំងពីរបន្ទាប់បានឃើញហើយក៏ដូចជាមិនចាំយូរនោះដែរដោយសារតែខ្លាចរំខានទៅកាន់អគ្គរបស់គេក៏បានចេញទៅប្រយុទ្ធទាំងពីរអ្នកតែម្ដងជាមួយនឹងបេសាយមកក្បាលហ្នឹងឯងនិងបន្ទាប់ពីប៉ះស្ទាបទងកម្លាំងបន្តិចហើយពួកគេក៏បាននឹងផងដែរថាបេសាយនេះយ៉ាងហោចណាស់ក៏វាមានកម្រិតទី3ដែរនាពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធនឹងប្រងោរបស់យើងក៏បានមកដល់តាមក្រោយផងដែរនិងក៏បានឆ្ងល់ថាមានអ្វីកើតឡើងទៅចំណែកឯពួកគេទាំងពីរនៅវិញគឺថាប្រយុទ្ធតាំងពីក្នុងផ្ទះរហូតមកដល់ក្រៅផ្ទះហើយចំណែកឯបេសាយនឹងក៏នៅតែកាចបន្តទៅទៀតហើយមើលទៅក៏ដូចជាថាគេ
របស់បីសាច់មិនមែនជាពួកគេទាំងពីរនោះទេគឺជាចាងយីជាងនឹងឯងហើយគណៈពេលរបស់ឃើញអាចារ្យយាយយន្តរបស់យើងដើម្បីកុំឲ្យរំខានទៅកាន់លោកគ្រូរបស់នាងនោះនាងក៏បានប្រើទៅកាន់យន្តឃុំក្រងទៅកាន់បីសាច់នឹងដែលមានកម្រិតព្រះតែម្ដងហើយនៅពេលនោះដែរចាងយីជាងក៏បានភ្ញាក់អំពីសវឹងវិញផងដែររីឯក្រុមរបស់បងងៅនៅវិញមកទៅបានឃើញក៏បាននឹងថាវាគឺជារបស់ដែលមានកម្រិតព្រះនិងបងងៅរបស់យើងក៏បានទៅគោរពតែម្ដងហៅទៅកាន់អ្នកទាំងពីរថាអ្នកអមតៈតែម្ដងនិងក៏បាននិយាយថាសូមអភ័យទោសទៅកាន់អ្នកទាំងពីរដែលខ្ញុំបានសំណប់ទៅកាន់សត្វចម្លែកដែលបាននៅប៉ះពាល់ទៅដល់អ្នកនោះប៉ុន្តែអ្នកទាំងពីរក៏បាននិយាយថាវាមិនន័យនោះទេនិងបងងៅរបស់យើងមិននៅអ្វីនោះទេក៏បាននិយាយតែម្ដងអរគុណទៅកាន់អ្នកដែលបានការពារទៅកាន់មនុស្សធម្មតាដែលកំពុងតែដេកម្នាក់នោះអាចារ្យរបស់យើងក៏បានខំម្ដងមនុស្សធម្មតាណាគាត់គឺជាគ្រូរបស់ខ្ញុំប្រងៅរបស់យើងទៅបានលើក៏ពិតជាជាបាខាងផ្ទះនិងក៏បានស្រែកតែម្ដងអើតែមិនលោកគ្រូមែនអីទេហើយគណៈពេលនោះចឹងក៏បានសួរតើមានអ្វីបានកើតឡើងទៅនិងអាចារ្យយន្តក៏បានមករាយការណ៍តែម្ដងលោកគ្រូយ៉ាងណាមិនមានបិសាចមួយក៏បានមកលុកប៉ុន្តែត្រូវបានពួកយើងចាប់វាបាត់ទៅហើយនិងប្រងៅរបស់យើងក៏បានកើតនឹងចិត្តទៀតហើយយ៉ាងម៉េចគឺជាម្ចាស់របស់អ្នកអមតៈមែនអីទេប្រកាសណាយន្តអ្នកអមតៈបានប្រើនោះប្រកាសទៀតបកគលទៅដល់គេជាមិនខានឡើយប៉ុន្តែនេះពេលនោះចឹងក៏បានសួរទៅកាន់គេតើឯងគឺជាណាគេទៅហើយបែកងៅនឹងក៏បាននៅក្នុងខ្លួនផងដែរយ៉ាងណាមិញនោះខ្ញុំគឺជាម្ចាស់ក្រុងនៅទីនេះហើយជាអ្នកស្ថិតនៅក្រោមបង្គាប់របស់សុងហ៊ីនិងក៏ដើម្បីការពារមកកាន់ទីក្រុងមួយនេះផងដែរហើយយ៉ាងណាមិញនៅទីក្រុងរបស់យើងនាពេលបច្ចុប្បន្ននោះបានជួបប្រទះជាមួយនឹងសត្វចម្លែកជាច្រើនដែលបានមកលុកលុយសង្ឃឹមថាអ្នកអមតៈទាំង3នោះនឹងមិនឈមមើលទៅកាន់មនុស្សធម្មតាដើម្បីសាប់នោះទេសូមអ្នកទាំង3ជួយសង្គ្រោះមកកាន់ទីក្រុងមួយនេះផងហើយគណៈពេលនោះដែរស៊ីស្ទឹមក៏បានមកប្រាប់ទៅកាន់ចាងយ៉ាងទៀតហើយថាអ្នកគឺអាចទទួលបាននូវកូនសិស្សថ្មីមួយទៀតដែលជាម្ចាស់ក្រុងហើយយ៉ាងណាមិញនោះអ្នកក៏ទៅបញ្ចប់កិច្ចការមួយនេះឲ្យបានលឿនជាបន្ទាន់ហើយការហ្នឹងគឺជាការសម្លាប់ទៅកាន់បិសាចនឹងឯងហើយពេលនោះក៏ទៅអង្វរទៅកាន់ចាងយ៉ាងដើម្បីទៅជួយអញ្ចឹងឯងហើយចាងយ៉ាងរបស់យើងក៏បាននិយាយថាមកនេះទេនោះខ្ញុំទៅជួបទៅកាន់ម្ចាស់ក្រុងទៅមុននឹងឈានទៅដល់ពេលបន្តហ្នឹងសូមអ្នកយើងជួយចុច Subscribe ឲ្យមានម្នាក់មួយផងវាក៏ជាកម្លាំងចិត្តមួយដើម្បីឲ្យមានធ្វើវីដេអូបន្តផងដែរគ្នាយើងមិនសិនគ្នាយើងមិនចុចនោះទេអេដមានផាចិត្តមានកម្លាំងចិត្តដើម្បីធ្វើបន្តទៀតនោះឡើយដែលគ្នាយើងជ្រុលតែមើលហើយសូមជួយចុចឲ្យមានម្នាក់មួយផងក៏ដូចជាមិនខាតអ្វីនោះទេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរនោះចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅហើយសាច់រឿងរបស់យើងចាប់ផ្ដើមឡើងនៅពេលនេះនឹងបន្ទាប់ពីចាងយីចាងរបស់យើងយកព្រមជាមួយនឹងប្រងោលហើយសាច់រឿងរបស់យើងក៏កាត់មកដល់ទីកន្លែងរបស់ចៅហ្វាយក្រុងស្នាក់នៅឯនេះវិញហើយទីក្រុងនឹងផងដែរមានឈ្មោះថាទីក្រុងធានលាវនិងក៏បានឃើញទៅការមនុស្សជាច្រើននិងមនុស្សស្រីម្នាក់ផងដែរដែលប្រកាសណាស់មនុស្សស្រីម្នាក់នោះគឺជាចៅហ្វាយក្រុងនឹងឯងរីចំណែកឯពួកចោចែមទាំងអស់នេះក៏បានមករាយការណ៍ទៅកាន់ចៅហ្វាយក្រុងថាគេគឺបានមកជួបមនុស្សចំនួន100នាក់ហើយដើម្បីទៅឡោមពួតមកក្រាបទៅកាន់សត្វចម្លែកប៉ុន្តែពួកយើងទាំងអស់គ្នាគឺត្រូវបានបរាជ័យនិងមនុស្សគ្រប់គ្នាក៏ត្រូវបានស្លាប់ផងដែរយ៉ាងណាមិញនោះកម្លាំងរបស់សត្វចម្លែកកម្រិតទី5គឺមិនអាចប៉ាន់ស្មានបាននោះទេហើយគណៈពេលរបស់លឺចែរបស់យើងក៏បាននិយាយតែម្ដងពួកចង្រៃយកសម្បីតែរូបប៉ុណ្ណឹងក៏ចាត់ការមិនបានដែរគ្រាន់តែជាសត្វចម្លែកកម្រិតទី5ប៉ុណ្ណោះឯងដឹងដែរទេថាបាត់បង់ជីវិតប្រមាណអ្នកហើយមានក៏បានឃើញគ្នាយើងក៏បានឃើញផងដែរថាចែរបស់យើងក៏ពិតជាធំប្រសិនបើជាមិនធំនោះធ្វើចង្រៃក្រុងក៏វាមិនកើតដែរហើយគណៈពេលពួកចោចែក៏បានតបមកតែម្ដងថាបិសាចនោះវាពិតជាមិនធម្មតានោះទេយើងក៏មិនអាចយកឈ្នះទៅកាន់វាបានឡើយនិងគណៈពេលនោះចែរបស់យើងក៏បានវាយតោយ៉ាងខ្លាំងតែម្ដងនឹងក៏បាននិយាយហើយវាគឺដោយសារតែពួករបស់ខ្ញុំបានស្លាប់ដោយសារបិសាចម្នាក់នោះប៉ុន្តែខ្ញុំជាកូនបែរជាមិនអាចសងសឹកឲ្យគាត់ទៅវិញដូច្នេះខ្ញុំមិនបានផ្ដល់ប្រយោជន៍អ្វីដល់ប្រជាជននោះទេប៉ុន្តែគណៈពេលនោះធ្វើក៏បានបើកឡើងប្រងល់ក៏បាននាំទៅកាន់ក្រុមរបស់ចាងយីជាងមកដល់តែម្ដងគេក៏បាននិយាយថាខ្ញុំក៏បានរកមនុស្សដើម្បីមកជួយហើយចែរបស់យើងក៏បានថាសង្ហើតែមកវិញហើយមិនទេពួកនោះក៏បានសួរដែរសង្ហើតើអញយល់ណាគេមកជួយនឹងពួកចោចាំនឹងក៏បានមើលគេផងដែរថាមិនអាចជួយគេហើយវាក៏ស្គមដូចជាស្មាវិញយ៉ាងអញ្ចឹងតែប្រងល់ក៏បានតបផងដែរថាពួកគេជាអ្នកអមតៈចែរបស់យើងក៏បានស្រែកពួកគេបាត់មកព្រាមទៅនិងនាងក៏បានសួរទៅកាន់ប្រងល់ដោយខ្លួនឯងប្រងល់ក៏បានតបហើយយ៉ាងណាមិញនេះពេលយំមិញពេលខ្ញុំដេញតាមចាប់ទៅកាន់សត្វចម្លែកនោះក៏បានជួបទៅកាន់ពួកគេនិងក៏បានឃើញពីសមត្ថភាពរបស់សិស្សរបស់គាត់ទាំងពីរផងដែរគឺថាសម្រាប់ទៅកាន់សត្វចម្លែកយ៉ាងងាយស្រួលតែម្ដងហើយដូចនេះហើយទៅបានខ្ញុំនឹងអញ្ជើញទៅកាន់អ្នកអមតៈទាំង3មកតែពួកចោចាំក៏បានលឺក៏នំគ្នាសើចតែម្ដងយ៉ាងមិនទៅគេសម្រាប់ទៅកាន់សត្វចម្លែកមែនទេគ្រាន់តែជាក្មេងតូចមិនទាន់ដករោមផងពេលនោះក៏បានជាហើយសង្ហើទៅឲ្យលេងសើចមែនទេនិងគណៈពេលនោះដែរអាចារ្យចៅហ្វាយក្រុងក៏បានសួរទៅកាន់ចាងយីជាងតែម្ដងតើនៅអាចសម្រាប់ទៅកាន់សត្វចម្លែកកម្រិតទី5មែនទេចាងយីជាងក៏បានតបហើយវាក៏គ្រាន់តែជាសត្វចម្លែកកម្រិតទី5ប៉ុណ្ណោះហើយយ៉ាងណាមិញវាគ្រាន់តែជាខ្ញុំម្នាក់ឯងក៏អាចសម្រាប់ទៅកាន់វាបានដែរនិងគណៈពេលនោះដែរអាចារ្យរបស់យើងក៏បានសួរកម្រិតវឹកហាត់ទៅកាន់ចាងយីជាងតែម្ដងចាងយីជាងក៏បានតបថាជាងដានគឺជាកម្រិតទី3ព្រោះនោះគ្រាន់តែបានលើក៏នៅគ្នាសើចម្ដងទៀតហើយនិងក៏ព្រមទាំងដៀលថាសំបីតែកម្រិតប៉ុណ្ណេះក៏ឯងហ៊ានប្រមាញ់ទៅកាន់សត្វដែរឯងពិតជាមិនស្គាល់មេខ្ពស់ដីទៀតមែននិងអ្វីម្នាក់ក៏បាននិយាយផងដ
ដែរយ៉ាងណាមិនលើកមុនខ្ញុំក៏បានបញ្ជុំមនុស្សកម្រិតដូចឯងនឹងចំនួន5នាក់ប៉ុន្តែថាតម្លៃនោះគឺថាសម្រាប់វិញយ៉ាងស្រួលតែម្ដងគ្រាន់តែបានលើអាចារ្យរបស់យើងក៏បានឲ្យពួកគេនឹងចាក់ចេញទៅវិញទៅចឹងក៏បានសួរហាត់បើបានជំនាញមិនជឿជាក់មកលើខ្ញុំយ៉ាងអញ្ចឹងអាចារ្យរបស់យើងក៏បានតបហើយយ៉ាងណាមិននោះគឺជាសត្វចម្លែកកម្រិតទី5មិនមែនកម្រិតជាងដានដូចជាឯងអាចដោះស្រាយបាននោះទេហើយដើម្បីកុំឲ្យជីវិតឯងនឹងមានការខ្ជិះខ្ជាយដោយអត់ប្រយោជន៍បែបនេះនឹងចឹងគណៈពេលនោះក៏បានបបួលទៅកាន់អាចារ្យរបស់យើងភ្នាល់តែម្ដងប្រសិនបើជាខ្ញុំឈ្នះនោះខ្ញុំនឹងធ្វើជាគ្រូរបស់អ្នកយ៉ាងមិនដែរហើយប្រសិនបើជាខ្ញុំចាញ់វិញខ្ញុំធ្វើជាអ្នកបម្រើរបស់អ្នកទៅចោះអាចារ្យរបស់យើងក៏បានថាវាក៏ពិតជាធ្ងន់ធ្ងរបន្តិចគណៈពេលដែលបានលើអាចារ្យរបស់យើងក៏បានថាហើយមែនទេខ្ញុំគឺអាចភ្នាល់បានប៉ុន្តែអ្នកត្រូវតែបង្ហាញកម្លាំងរបស់អ្នកឲ្យខ្ញុំឃើញសិនចឹងអាចារ្យរបស់យើងក៏បានចូលព្រមចំពោះរឿងមួយនេះផងដែរអាចារ្យរបស់យើងក៏បានហៅទៅកាន់ Elder Fang ឲ្យមកទៅសម្រាប់ភាពទៅកាន់ចាងជាងតែម្ដងប្រសិនបើជាអាយុឆ្នាំទៅកាន់គាត់បានខ្ញុំនឹងហ៊ានភ្នាល់ជាមួយនឹងឯងនឹងនាងពេលនោះដែរ Elder Fang នឹងក៏បានមកដល់តែម្ដងនឹងក៏បានហៅឲ្យខ្ញុំវិញតូចឆាប់ចូលមកទទួលទៅកាន់ក្បាច់របស់ខ្ញុំទៅនឹងគេក៏បានស្រោចទៅជាមួយនឹងធម្មពលរបស់គេហើយចាជាងមកទៅបានសង្កេតឃើញក៏បាននឹងថាវាគ្រាន់តែកម្រិតចុងក្រោយនៃកម្រិតជាងដានប៉ុណ្ណោះវាក៏ពិតជាគួរចាប់អារម្មណ៍ផងដែរពេលនោះក៏បានឃើញទៅកាន់ចាជាងមើងងាយទៅកាន់គេហើយក៏បានស្រោចចូលមកតែម្ដងជាមួយនឹងរាងកាយវិញ្ញាណជាច្រើននឹងអមជាមួយនឹងពាក្យសម្ដីថាឯងគឺរងងាប់ហើយបន្ទាប់ពីចូលទៅទាំងក្លឿនជាមួយនឹងសម្ដីយ៉ាងឡយប៉ុន្តែត្រូវបានចាជារបស់យើងចក្បាលរបស់គេបោកផ្ទុំនឹងដីតែម្ដងហើយគ្រាន់តែត្រូវប៉ុណ្ណោះអបនឹងគឺថាដេកស្អាតងើបគ្មានរួចនោះទេហើយអ្នកនរគ្នាក៏ពុតជុំចាប់អោចំពោះរឿងមួយនេះគឺថាមិនអាចទៅរួចនោះទេរីឯចាចំណុចក្រោយនៅវិញនាងក៏បានគិតផងដែរជាមួយនឹងភាពស្ងប់ស្ងាត់របស់គាត់ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាបែបនេះប្រហែលជាអាចសម្លាប់ទៅកាន់សត្វចម្លែកបានហើយមើលទៅនឹងនាងពេលនោះចឹងក៏បានមកសួរតែម្ដងជាងអ្វីហើយការភ្នាល់របស់យើងអាចទៅរួចដែរទេអាចារ្យរបស់យើងនេះក៏បាននិយាយផងដែរទោះបីជា Elder Fang ខ្លាំងក៏ដោយប៉ុន្តែមិនអាចទប់ទល់ជាមួយនឹងការវាយប្រហារជាមួយនឹងសត្វចម្លែកបាននោះទេនឹងក៏ព្រមទាំងសួរថាតើអ្នកប្រកាសដែរទេដើម្បីលេងទៅកាន់ល្បែងមួយនេះនោះប៉ុន្តែអាចារ្យរបស់យើងក៏បោះសម្ដីយើងលយតែម្ដងយ៉ាងមិនសត្វចម្លែកកម្រិតទី5បានដែរទេខ្ញុំត្រូវការរយៈពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះហើយអាចារ្យរបស់យើងគណៈពេលដែលបានលើក៏បានយកព្រមតែម្ដងមិនដែរទេវាគ្រាន់តែជារយៈពេល7ថ្ងៃប៉ុណ្ណោះនឹងនាងក៏បាននិយាយដូចថារយៈពេល5ថ្ងៃទៅវាយ៉ាងមិនដែរតែអ្នកហ៊ានដែរទេចឹងក៏បានបោះសម្ដីថាមិនទៅត្រឹមតែ3ថ្ងៃទៅវាបានបាត់ទៅហើយពួកអាចចាមនោះក៏បានលើហើយវាក៏នាំគ្នាមើងងាយទៀតហើយយ៉ាងមិនរយៈពេល3ថ្ងៃមែនទេអូនេះពិតជាមិនប្រមាណសម្រាប់ភាពរបស់ខ្លួនឯងមែនណាបែបនេះវាក៏បាននិយាយហើយយ៉ាងមិនចាំបាច់ទៅដល់3ថ្ងៃនោះទេតែរយៈពេល1វិនាទីបើសាច់ប្រកាសជាសម្រាប់ទៅកាន់វាជាមិនខានហើយបន្តមកទៀតចារបស់យើងក៏បានលាទៅកាន់ពួកគេតែម្ដងនិងក៏បាននិយាយហើយរយៈពេល3ថ្ងៃក្រោយខ្ញុំនឹងមកណាត់ជួបទៅកាន់អ្នកនៅកន្លែងនេះមុននឹងចឹងបានចេញទៅនឹងអាចារ្យរបស់យើងក៏បានគិតទៀតហើយខ្ញុំក៏មិនជឿថារយៈពេល3ថ្ងៃគេក៏អាចទម្លុះទៅកាន់មួយកម្រិតបាននោះទេហើយបន្តមកចានឹងសាររបស់គាត់ក៏បានធ្វើការទៅវឹកហាត់តែម្ដងបន្ទាប់ពីមកដល់តែវិញនឹងចឹងក៏បានរកទៅកាន់របស់របរដើម្បីវឹកហាត់នឹងឯងហើយសម្បីតែសិស្សរបស់គាត់នឹងក៏មានការឆ្ងល់ផងដែរបន្ទាប់ពីបានរកអស់រយៈពេល8ម៉ោងចឹងក៏បានរកឃើញទៅកាន់កម្ពីវេទមន្តមួយផងដែរនិងក៏បានឲ្យកូនសិស្សរបស់គាត់ឆាប់នោះនេះទៅហាត់ភ្លាមទៅក៏ពីព្រោះថាបើសិនបើជាកូនសិស្សរបស់គាត់ឲ្យវឹកហាត់បានសម្រេចគាត់ក៏បានសម្រេចទៅតាមនឹងដែរដោយសារតែវាគុណឲ្យគាត់ចំនួន1000ដងនិងបន្ទាប់ពីអាចារ្យរបស់យើងទាំងពីរបើពិនិត្យមើលរយៈពេល8ម៉ោងនាងក៏បានដឹងថាគឺមានរឿងអ្វីមួយដែលបានខុសប្រក្រក៏ដីហើយចឹងក៏បានសួរតែមានរឿងអ្វីទៅនិងអាចារ្យរបស់យើងនាងក៏បានបង្ហាញផងដែរថាការវឹកហាត់នេះគឺជាការវឹកហាត់យិនយ៉ាងជាមួយនឹងមនុស្សប្រុសនិងមនុស្សស្រីរួមជាមួយនឹងគ្នានឹងឯងដើម្បីបង្កើតទៅកាន់ធម៌ពលឈីគ្រាន់តែបានឃើញព្រមនឹងចែកចិត្តរបស់យើងគឺថាក្រាំងតែម្ដងនិងអាចារ្យយ៉ាយន់នោះក៏បានមកហៅទៅកាន់ចឹងទៅវឹកហាត់ជាមួយនឹងគ្នាតែម្ដងដោយសារតែគ្រូគ្មានរវល់អីនោះទេប៉ុន្តែអាចារ្យរបស់យើងដែលជាបរិសុទ្ធស្មោះក៏ចង់បដិសេធផងដែរប៉ុន្តែក៏ដូចជាមិនអាចទៅរួចជាមួយនឹងកូនសិស្សទាំងពីរនោះទេនាងក៏បានចាប់យកទៅវឹកហាត់តែម្ដងបន្ទាប់មកពួកគេទៅវិញនាងក៏មកត្រាំទឹកដើម្បីធ្វើការវឹកហាត់អីយ៉ាងទៅដោយប្រើធម៌ពលឈីរួមគ្នានឹងឯងហើយចំណែកឯចុចឆាដែលកំពុងតែវឹកហាត់ជាមួយគ្នានឹងគ្នានិយាយតែខ្លួនឯងទៅឲ្យមានដឹងថាបរិយាយ៉ាងម៉េចនោះទេ好强的这样之气，上去让我感觉头皮发麻。បន្ទាប់ពីការវឹកហាត់បានរយៈពេល80ម៉ោងនឹងស៊ីស្ទឹមក៏បានមកអបអរទៅកាន់លោកម្ចាស់ផងដែរដែលអាចជោគជ័យទៅកាន់ការវឹកហាត់មួយនេះហើយនិងការវឹកហាត់ទាំងអស់នឹងគឺគុណទៅកាន់លោកម្ចាស់ចំនួន1000ដងតែម្ដងហើយវាក៏ចិត្តនឹងបំបែកទៅកាន់កម្រិតរបស់គាត់ផងដែរហើយចែករបស់យើងទៅពេលនេះវិញមកទៅវឹកហាត់ហើយក៏ពិតជាហត់ខ្លាំងមែនទែននិងក៏រសើរដែរថាបច្ចេកទេសនេះវាពិតជាមិនអន់នោះទេហើយបន្ទាប់ពីការវឹកហាត់របស់ពួកគេរយៈពេល3ថ្ងៃនឹងឥឡូវនេះការជួបជុំគ្នានឹងគឺបានមកដល់ហើយក៏ដូចជាពួកគេមិនទាន់មកដល់ផងពួកចောက်ចាំក៏បានមើងងាយទៀតហើយថាអូននឹងប្រហែលជាមិនហ៊ានមកនោះទេព្រោះតែខ្លាចង
ប់អញ្ចឹងទៅប៉ុន្តែគណៈពេលនោះចាំងជារបស់យើងក៏បានមកដល់តែម្ដងបើទោះបីជាពួកគេបានមកដល់ក៏ដោយប៉ុន្តែពួកចៅអាចារ្យក៏នៅតែមើងងាយជាធម្មតានិងអាចារ្យរបស់យើងក៏បានជាហើយខ្ញុំក៏បានរកឃើញកន្លែងរបស់សត្វចម្លែកហើយតើអ្នកហ៊ានទៅឥឡូវដែរឬទេចាំងជាក៏បានតបទៅនាងថានាំខ្ញុំទៅកន្លែងនោះព្រាមទៅហើយបន្តមកពួកអ្នកទាំងអស់គ្នានឹងក៏បានធ្វើដំណើរទៅកាន់កន្លែងរបស់សត្វចម្លែកនោះតែម្ដងបន្ទាប់ពីមកដល់អាចារ្យរបស់យើងក៏បានប្រាប់ថាសត្វចម្លែកកម្រិតទី5គឺនៅខាងមុខនោះឯងនិងអាចារ្យរបស់យើងក៏អត់ចាំងជាធ្វើដំណើរទៅម្នាក់ឯងទៅបើមានរឿងអ្វីទុកនាងជាអ្នកបិទគូតនិងគណៈពេលនោះចាំងជាក៏បានធ្វើដំណើរទៅដោយមិនចាវនោះទេហើយចំណែកពួកចោះចាំក៏ទៅបានមកងើយនឹងឯងថាមួយនេះប្រកាសជាទៅរងងាប់ជាមិនខាននោះទេហើយពួកវាក៏បានផ្ដល់ផងដែររយៈពេល4ម៉ោងប៉ុណ្ណោះចាំមើលទៅវាងាប់នឹងឯងហើយក៏ប្រហែលជាមិនលើសអំពី10ដង្ហើមនោះទេចំណែកអាចារ្យរបស់យើងក៏ធ្វើដំណើរមកដល់កន្លែងពួកបិសាចនឹងផងដែរឃើញទៅកាន់សត្វបិសាចយ៉ាងច្រើនតែម្ដងនិងបន្ទាប់ពីបានក៏លេចមើលអររយៈពេល80ម៉ោងគាត់ក៏បានរកឃើញទៅកាន់សត្វនឹងហើយកំពុងតែស៊ីសាច់ទៅកាន់សត្វចម្លែកគ្នាវាក៏ប៉ុន្តែវាមានទម្រង់ដូចជាមនុស្សយ៉ាងអញ្ចឹងមុខស្អាតមិនខុសពីអ្នកមើលប្រហែលនោះទេហើយគណៈពេលនោះដែរបិសាចនឹងមិនចាំជានោះទេក៏បានស្រុកចូលមកវាយតែម្ដងហើយពួកគេក៏បានប៉ះគ្នាមួយប្រាវផងដែរនិងក៏គ្រាន់តែមួយដៃរបស់ចាំងជាងបណ្ដោះធ្វើវានឹងគឺថាធ្លុះខ្លួនតែម្ដងហើយអ្នកមើលក៏ពិតជាមានការញាប់អើខ្លាំងណាស់ក៏ដោយសារតែចាំងជាងនឹងគឺឲ្យបង្ករបួសទៅកាន់សត្វចម្លែកកម្រិតទី5បានប៉ុន្តែអាចារ្យចង្វាយក្រោមរបស់យើងមិនគិតដូចជាពួកគេនោះទេសត្វចម្លែកនេះមិនមែនធម្មតានោះទេអញ្ចឹងការសម្លាប់ទៅកាន់វាក៏មិនមែនជារឿងសាមញ្ញដែរនិងក៏លេចមកកាន់ការបញ្យន្តអត់ចម្លែកនោះក៏ដូចជាមិនអីនោះទេវាប្រហារទៅកាន់ចាំងប៉ុន្តែគាត់គិតផុតនឹងក៏បានបែងភាគច្រើនផងដែរប៉ុន្តែកូនដែលជាសត្វវិសាចនឹងក៏ទៅហែកទៅកាន់រូបរាងកាយបំផុសនឹងចោលទាំងអស់តែម្ដងហើយចាំងបន្ទាប់បានឃើញវាចូលទៅកាន់អន្តររបស់គាត់ហើយក៏បានដកដាវរបស់គាត់ចូលមកតែម្ដងហើយកូនទទួលយកទៅនឹងក៏បានកាប់ចោលទៅបណ្ដាដៃរបស់បិសាចទាំងពីរគឺត្រូវបានដាច់នឹងឯងនិងគាត់ក៏ព្រមទាំងបំលាស់ទីយ៉ាងលឿននឹងវាប្រហារទៅកាន់បិសាចនោះបន្តទៅទៀតហើយបណ្ដាឲ្យវានឹងគឺថាមានរបួសយ៉ាងធ្ងន់ធ្ងរតែម្ដងឡើងសោកសាច់ប៉ុន្តែកណាប្រដាបិសាចនឹងមិនជាវាប្រើភាសាអ្វីនោះទេក៏បានប្រើទៅកាន់អរិយវិទ្យារបស់វានឹងដើម្បីបណ្ដុះទៅកាន់សាច់នឹងដៃជើងរបស់វាមកវិញតែម្ដងជាទាំងអស់តែម្ដងគឺថាក៏ពិតជាលឿនជាងថ្នាំពេទ្យទៅទៀតចំពោះចាស់របស់យើងទៅបានវិបហាក៏បាននឹងផងដែរថាដៃមួយនេះដុំមកហើយវាគឺបានខ្លាំងជាងមុនទៀតផងហើយវាក៏មិនត្រឹមតែអាចទទួលជាមួយនឹងការវិបហារបស់ចាស់ជានោះទេវាក៏អាចវាបោទៅកាន់ចាស់ជាវិញបានមកដៃផងដែរដែលធ្វើឲ្យគាត់គឺថាខ្ទប់កលៀតដីនឹងឯងហើយបិសាចនឹងគណៈពេលដែលមកឃើញតែចាស់ជាមានរបួសហើយវាក៏បានស្រុកចូលមកទាំងក៏ក្លិនម្ដងទៀតចាស់ជាក៏បានដកទៅកាន់អាយ៉ងមកព្រមទាំងនិយាយករណីនេះហើយមានតែប្រើទៅកាន់អាយ៉ងពិឃាតប៉ុណ្ណោះហើយចំពោះអាយ៉ងនោះវិញក៏ពិតជាមិនធម្មតានោះទេរូបរាងក៏កំណាចដែរបន្ទាប់មកក៏បានវិបហាជាមួយនឹងបិសាចនឹងតែមកដៃតែម្ដងប៉ុន្តែវាគឺថាបែកគ្មានសល់សាច់អីមិនបីតែបន្តិចនោះឡើយហើយចាស់ជាក៏បាននិយាយថាវាពិតជាខុសៗបន្តិចប៉ុន្តែវាក៏សប្បាយមួយយ៉ាងដែរនឹងសាច់រឿងរបស់យើងនេះភេទ10ក៏បានបញ្ចប់ត្រឹមប៉ុណ្ណេះគណៈពេលនេះមិនជួបលាហើយសូម subscribe ឲ្យមិនម្នាក់មួយផង